miên là khu miên bạn chân cùng ai khát tế của những rong chạm còn ở cả làm phải thì ba đấy bạn 1000 hãy đi xa chứ bạn đi xa chứ ngay từ bốn chứ hiện lại tịch bạn chân xôm chơi là crew cho từ can của có chrome rồi có chrome nó ở kia đang tới hay nhầm chọn này nó một người bỏ việc bản tích để dương ở flop cùng nó ở tới bạn chứ mà bất kỳ bọt bao nhiêu nó cứ sầm khăn miên đập bay chả anh ấy cứ dừng pra bài cầm rất đập bông anh ấy basic hay mùi tiết dừng được pra cua chiên basic tích anh ấy trong khởi cứ cầm rất cua một phật và chân dừng miên bay tùm rong năng bà hay tiện tông nâng cả lại làm mấy show đấy xuống đây dừng ai cho ta mà tre cùng buôn chấm lệch này có bán hay dừng ai bay tam offset nó bay thay chi mình này chứ có bị chạy nhảy bản chất nơi non đấy nhom được hữu tiện trong tông Lực lượng con xe screen lực lượng. ô chia sài mà nhom bật thà bạc đi tịch nhưng smart là nhung cắt ấy đã mượt khởi có con trai có bà đồng lạc ba thì số đặc sâu nhom mình xuân này Club đã cho sắp là crew một ấy bạn chiều bị đắng nhom riêu ấy tam tư sạm phong mong cho đi là việc gì mấy này tư sạm để ra bị lột mà đi tầm update mình này bạc nhom smart này có toàn tên đây smart này nơi mưa cầu tồi ngầu tên rồi việc trong câu hỏi bà xa đã kêu miên câu tôi ấy không bằng riêng ban ấy ban chờ hơn tiết xa thế lùm đất mẹ phải share screen lùm đất bóng bớt nhâm xe hay tầm mấy chẳng cho mày toàn tranh thế ản cái đó bạn bạn chân xung group tìm ra xung mà đón tiết là hay là nhâm châu được can chi mình ai đấy là cú châu được áp đấy hay tiện tâu nhâm xung bị châu tiện tâu thu li màn tích sẵn thu ní cứ để dương pra họ đón giờ đai cho bà đón thu nâng tề dương còn đã tới dương bay giờ tại bà đón chẳng nó mà thà giờ lại tam thế tam được tam việc xia tranh mình việc ấp tranh đi bọn ấp tranh thì giờ ấy phải password này cô con đang ngày này việc mấy việc tiền rồi password đấy bạn út ho tha nhom bayនៅក្នុងនេះហើយខ្ញុំអត់តជ្រើសរើសអីទេខ្ញុំគាត់ដាក់ថាបង្កើតវិញ្ញាសាគណិតវិទ្យាអាហ្នឹងករណីដែលយើងប្រើរាល់ដងគឺយើងប្រើអញ្ចឹងហើយគឺប្រើអត់ត្រូវទេអញ្ចឹងនៅពេលដែលយើងដាក់ប៉ុណ្ណឹងគឺលទ្ធផលគឺវាអត់ទទួលបានដូចជាអ្វីដែលយើងចង់បានទេហើយជប់ខ្ញុំបងគាត់ជួយបិទមកនេះមកញូតមួយមកបាទអញ្ចឹងតាក់ទងនឹងការវាយដូចខ្ញុំបែបនេះគឺយើងនឹងទទួលបានលទ្ធផលអត់ល្អទេហើយដើម្បីទទួលបានអ្វីដែលយើងមានឯកសារទាញយកបាននេះគឺយើងចូលកន្លែង tool ហើយថ្ងៃនេះលោកគ្រូអ្នកគ្រូចូលឲ្យកន្លែង tool ហ្នឹងយកពាក្យ Canva បាទខ្ញុំចង់បញ្យល់ Canva នេះបន្តិចមានន័យថាមុខងារសម្រាប់វាដូចជាផ្ទាំង Canva មួយដែលវាមានជំនាញនៅក្នុងការសរសេរកូដបាទហើយកូដហ្នឹងវាអាចបំលែងទៅជាអ្វីបានច្រើនបាទហើយអញ្ចឹងលោកគ្រូអ្នកគ្រូអាចអនុវត្តបានដោយចូលកន្លែង tool យកពាក្យ Canva បាទហើយតាក់ទងអាមុខងារខាងស្ដាំនេះលោកគ្រូអ្នកគ្រូដែលមាន account ធម្មតាយើងកុំយក pro បើយក pro ចុចបាត់តែ2 3ដងគឺអស់ហើយយើងអត់មានអីរៀនទៀតទេយើងយកពាក្យ fast ធម្មតានឹងចុះបាទគ្រាន់តែពាក្យ pro និង fast វាខុសគ្នាដោយសារអីនេះ pro គឺវាដាក់ឲ្យជំនាញវាគឺគណិតវិទ្យានិងការសរសេរកូដបើចឹងបើលោកគ្រូអ្នកគ្រូដែលតម្រូវការនៅក្នុងការសរសេរកូដហើយនឹងគណនាគណិតរូបគីមីគឺយើងយក pro ទៅគឺល្អបាទតែបើធម្មតាអត់មាន account នេះយក fast ហ្នឹងទៅកុំឲ្យខាតពេលអញ្ចឹងឧទាហរណ៍ថាខ្ញុំយក pro ចុះដើម្បីសួរម្ដងឲ្យបានឥឡូវខ្ញុំតេស្តសាកបង្កើតកម្មវិធីមួយចុះឥឡូវខ្ញុំគាត់ទៅចង់ឲ្យវាទៅសេជាកម្មវិធីបបលកងមួយចុះបាទចឹងយើងវាយធម្មតាអត់មានអីវ៉ាទេបាទ
តែខ្ញុំសូមអនុញ្ញាតបន្តបាទឧទាហរណ៍ខ្ញុំសរសេរបង្កើតកម្មវិធីអឺចាប់ឆ្នោតចាស់បាទអូខេអ្នកគ្រូចង់និយាយអីទេខ្ញុំជាខោមួយទេសម្រាប់ជួយបិទវិទ្យុចឹងណាកុំឲ្យពិបាកឬក៏មិនដែរបាទឥឡូវខ្ញុំដាក់អង្គុយចិត្តមួយចាបាទខោអានេះដាក់តាណាទេអង្គុយចិត្តមកខ្ញុំចុចទៅនេះមួយមើលដូចជាអត់ឃើញណាអត់ដាក់ខោនឹងទេលោកគ្រូឡើយលោកគ្រូចុចមុនហ្នឹងខ្ញុំឃើញនេះបាទនៅខាងណាចាអ្នកគ្រូអត់ឃើញនេះអាណាដល់អូនេះបាទអូខេបាទហ្នឹងហើយចឹងជាមួយខ្ញុំដាក់គាត់ជួយបិទញូតតិចដាក់នេះបាទចឹងខ្ញុំសូមបន្តទៅម៉ោងមួយតែនហើយអានេះមុននឹងយើងតែសេឲ្យត្រូវមិនខ្ញុំចូលខុសយើងកុំអាចយកពាក្យ Canva បាទអញ្ចឹងដោយសារអីយើងចង់ឲ្យវាទៅសេព្រមឲ្យក្បោះក្បាយអញ្ចឹងណាអញ្ចឹងយើងកុំអាចយកពាក្យ Canva កន្លែងនេះយើងអាចដាក់វាចេះសិនSource Flow បាទយើងបើកធម្មតាលោកគ្រូកុំចូល Pro ទេលោកគ្រូខ្ញុំយក Canva បើកធម្មតាហើយកុំអាចយក Canva ដោយសារយើងចង់ឲ្យវាទៅសេព្រមឲ្យក្បោះក្បាយសិនហើយបើយើងទៅសេរនឹកខ្លួនឯងយើងមិនងាយទេអញ្ចឹងយើងដាក់ធម្មតាទៅ tool នេះកុំរើសអីទាំងអស់បាទហើយយើងដាក់អី Source Flow ដើម្បីបាទដាក់ចឹងមកដើម្បីបង្កើតកម្មវិធីបាទហៅឈ្មោះសិស្សអញ្ចឹងដែរបាទលោកគ្រូចង់សរសេរជាអ្វីក៏បានដែរបាទឥឡូវខ្ញុំហៅឈ្មោះសិស្សដោយចៃដន្យបាទអញ្ចឹងយើងគ្រាន់តែសរសេរអញ្ចឹងទៅយើងចុចបញ្ជូនទៅវានឹងបង្កើតជា flow មួយបើយើងអត់ពេញចិត្តទេយើងអាចថែមថយថងណាមួយអញ្ចឹងបានបាទហើយឥឡូវខ្ញុំកំពុងតែឲ្យវាដើរបន្តិចសិនបាទលោកគ្រូអ្នកគ្រូអាចសួរបាននៅពេលដែលវាកំពុងតែធ្វើការហ្នឹងយើងអាចសួរអីផ្សេងបានលោកគ្រូសូមសួរទីមួយចង់តាក់ទងនឹងកន្លែងដែលយក tool ហើយយក Canva ហ្នឹងវានឹង link ទៅ Canva Pro របស់លោកគ្រូហ្មងឬក៏មិនហ្នឹងវាអត់ទេគ្រូវានៅក្នុងហ្នឹងទេអា Canva Pro មិញកម្មវិធីមួយទៀតទេគាត់តែយើងຕົកកែច្នៃអីផ្សេងទេអានេះវាជា Canva ដែលវានៅជាមួយ Gemini នឹងតែម្ដងបាទវាជា tool អត់ជាបញ្ហាទេណាអញ្ចឹងនេះលោកគ្រូនេះ flow ដែលខ្ញុំឲ្យវាទៅសេមកបន្ទាត់ហ្នឹងគឺវាបានបង្កើតឲ្យហើយនេះអញ្ចឹងវាមានជំហានអីផ្សេងច្រើនបាទចឹងគ្រូហ្នឹងបើសិនយើងយក Canva ហ្នឹងវាគិតតែរឿងមុខងារកូដតែវាអត់គិតដល់អា flow នេះល្អមែនបានបាត់ត្រូវបាទឯគ្រូត្រូវហើយកាលណាយក Canva វាផ្ដោតលើកូដផ្ដោតលើអីទេអញ្ចឹងវាអត់ចេញអញ្ចឹងទេអញ្ចឹងនេះក៏ជា tip មួយដែរដើម្បីឲ្យយើងចូលទៅ Canva បានល្អគឺយើងត្រូវបង្កើតនេះសិន flow នៅក្នុងធម្មតានឹងសិននេះឥឡូវអញ្ចឹងខ្ញុំគ្រាន់តែសេតែមកបន្ទាត់វាបាននេះច្រើនមែនតើដែលយើងរនឹកវាមិនឃើញគាត់ដូចជាអក្សរនេះរូបមន្ត JS អីណានេះយើងរនឹកអត់ឃើញទេបាទហើយអញ្ចឹងលក្ខខណ្ឌហ្នឹងគឺវាទៅសេឲ្យយើងតែម្ដងហើយឥឡូវខ្ញុំចាប់ផ្ដើមធ្វើមួយទៀតខ្ញុំ copy វាបន្តហ្នឹងបាទអញ្ចឹងវាប្រាប់យើងcopy បាទអញ្ចឹងយើង copy ទៅអក្សរនេះមកហើយកុំ copy ដល់ក្រោមយើងអានវាមកបន្តិចទៅបាទបន្ទាប់ពីខ្ញុំ copy ហើយខ្ញុំអាចចូល tab ថ្មីក៏បានឬក៏ខ្ញុំប្រើ tab ចាស់ហ្នឹងក៏បានដែរឥឡូវខ្ញុំចូល tab ថ្មីមួយទៀតចាស់បាទខ្ញុំកុំឲ្យវាច្រឡំគ្នាពេលGoogle Gemini ពេលខ្លះដែលយើងសួរនៅ tab ដដែលអាចធ្វើឲ្យវាវិលមុខដែរឧមាថា tab នឹងមួយយើងសួរកណិតផងរូបផងគីមីផងវាឆ្លាតត្រូវទេ
mà ní dương cua để bật thiên là bọt xây kia dương cầm su được không thẹp tại mùi bà chân nhom ba cho thẹp thay mình tiết hơi nhom cho một nghề vô bị canva bà vô bị canva hay cái này bờ là crew mình account thong mà đá cùng vô pro ấy nằm tại chập ở đấy hay bờ mình account su ngọc rống account salarian ai bị chôn em xem như ai vô pro bà được sao nhom mình account pro snap nhom vô cái này nâng tới hay nhom copy prom pi khang này màu bà giờ tự đặt bà hay tam link là crew ai chạy vô pro ban là chi mình này nó admin pro đây là của chúng tôi tỏ tinh bà admin free để tinh cái bờ tinh pi Google to mà khai sang sắp riêng tại bờ tinh tam nè lụa sọc mai cái lụa cái an thật đậm vậy khai nè class lụa sam class mọc phay class đập ram ấy chẳng là của đặt ô trong số giờ làm Canva nó bạn ấy Canva trong ai coi ở lấy nhung cho bật thiên bọn đi sân bài chân nơi không đấy nhung ban ở copy vì hái bàn tay là của đọc bài phơi ở trên chi app tôi nâng bán này là của thầy chơi bài thú cho việc Canva hay bởi dưới admin pro dưới cùng vô pro ấy cùng ai kho cùng ai pra lên bàn bà chứ nhung nâng chơi bạn chứ Gmail dương một page mấy bạn dương chặt thay vì ai cho chi pro bán là cũng ôi tại Gmail chi một page tẹt cho nâng sự va cam ốc rung á nâng cứ pro bán này để chia domain name bọc xuống moeys nó nâng cứ pra một nghìn pro bán này cho bờ .org bán đấy luôn nè .org nâng hai chị ấp ban trơn chieng để xa cái ấp cho mùi Google chẳng á nâng vì mình cái job sự va cam ốc rung một cái tiệt đích nhóm ấy nhóm châu được nông email này là phải nhà sang đấy cơ nhóm ai châu ban một nghìn pro này để xa để khang là nó cái cho mùi khang cái job sự va cam ốc rung mùi Google cho nhóm châu đấy nhóm ban một nghìn pro đi cái này chứ nhóm ở sông bắt to đó nhóm chơi bà chạy bị trốn hay đại xa nhóm chưa vô biết thu Canva chân bia và cọt chạy codeในทางสนามเอาในขนมนั้นบอสซันจีละกูอัดบานchưa vô Canvaนั่นเต้คือbịอัดเจงเต้bà chạy code aiเต้ហើយតេតទៅនឹងការបម្លែងឯកសារមេរៀនបំលែងជា Word ជាអីគឺយើងប្រើប្រាស់មុខងារ Canva នៅក្នុងនោះទាំងអស់bà hay bà pra một nghìn năng tế cứ dương thua tranh thế để dương chơi ngò ta hai đây cái thơ ban dương thua ban chẳng hạn năng cứ bị chạy cái tê màn tê chứ cứ cái lại bằng một nghìn Canva bảo vệ bà chứ là cái lại này còn chi cái lại để dương pra công rất đập bông thầm công rất thả bề xây cho bà thì nước miền là công rất phu chi nâng tích tiền hay bà này vì toàn xây chlan mà để dương pra tam năng bài trước này khơi như bị trên cam thì mùi đại khi ông tha chỉ cam thì chặt nào mình chẳng là hay dừng trong ai bị trên chỉ con rồng vỡ các bạn này dừng vẽ bị chỉ con ấy chẳng ta hay bờ sân chỉ là cú trong lươn đấy là cú tới thọt screenshot vì cam thì cái miền sạp cho mà đạm rồi họ snip cái nhung bài gì nhung vậy có mọi chat về bà chẳng ní vì dương được ban ở app nâng muối hay dương ai vô về tự đạn nơi cái lại xây tiết đây dương copy code ní hay dương vô về tự đạn được nông cảm thì GitHub của ban rồi còn đạn được nông browser là computer của bạn này chúng mới nhầm xạ là bao những copy với giờ tự đạn được nông nơi lơ computer dương browser chỉ lẹ khả nạn đấy cái hai thà call tại đó nè chẳng nhầm copy code mấy hay bà nó không biết khi nhom đăng mạch đấy ở đây nhom browser Windows hay dương cho từ khi nó dương bạc ca nè cho tách document năng tới bà hay là cũng được bài một người tách document những bài vì ở trên những mà dương copy về chỗ và toàn tiết dương sell vì hai ca sell nó cứ dương tới này dương vô việc sell nhưng mà việc sell mà rất chia sai rồi mình cứ bạc anh đi xem là mình hoàn thành cái này cũng bạc toàn đấy cái này năng nữa cha ok bạn
អញ្ចឹងអ្នកគ្រូ អ៊ីនធឺណិតបាត់ដើរខ្ញុំ បាទខ្ញុំសូមមកសារទៅចឹងនៅក្នុង គ្រូ វីដេ សុំ អូ សុំ អ្នកគ្រូ រូបពេញលោកគ្រូដោយសារតែអ៊ីនធឺណិតយឺត អត់អីវីដេអូមានលោកគ្រូវីដេអូចាំលោកគ្រូមើលវីដេអូទៀតក៏បានដែរបាទនៅកន្លែងហ្នឹងលោកគ្រូចាប់ផ្ដើមម៉ៅស្ដាមវាបាទម៉ៅស្ដាមទៅយើងនឹងមានពាក្យនេះនេះយើងឃើញពាក្យញូមួយនេះបាទអញ្ចឹងយើងមានពាក្យញូហ្នឹងហើយអាកន្លែងហ្នឹងគ្រាន់ជាការផ្ទុកឯកសារទេបាទហើយយើងយកពាក្យញូហ្នឹងហើយខ្ញុំយកពាក្យមួយទៀតគឺ text document បាទនេះ text document បាទអញ្ចឹងខ្ញុំសូមបន្តតិចទៀតទៅហើយអញ្ចឹងនៅពេលដែលយើងយកពាក្យ text document ហើយវានឹងចេញផ្ទាំងមួយគឺជាផ្ទាំងសម្រាប់យើង note ធម្មតាទេបាទយើងអាចវាយអក្សរអីធម្មតាអញ្ចឹងទៅបាទដូច Word អញ្ចឹងដែរអញ្ចឹងខ្ញុំ copy កូដ HTML អាមិញ HTML ហ្នឹងខ្ញុំ copy កូដហ្នឹងហើយខ្ញុំចាប់ផ្ដើមយកពាក្យ CLS នេះ CLS នេះ CL អក្សរ AS ហ្នឹង CLS បាទយើងចុចទៅលើហ្នឹងហើយវានឹង load ឲ្យវាយឈ្មោះនេះមួយអញ្ចឹងលោកគ្រូអ្នកគ្រូត្រូវចាំថាយើងត្រូវលុបអក្សរទាំងអស់ហ្នឹងហើយឈ្មោះយើងត្រូវដាក់កន្ទុយ .html បាទអញ្ចឹងយើងដាក់អីក៏បានដែរឥឡូវខ្ញុំដាក់ add ចុច html បាទនេះលោកគ្រូអាចដាក់ឈ្មោះសំខាន់កន្ទុយវាត្រូវមាន html ហើយខាងមុខសរសេរជាខ្មែរក៏បានដែរបាទបានប៉ុណ្ណឹងហើយយើងចុច save ហើយយើងនឹងទទួលបានកម្មវិធីមួយដែលនៅលើវិជ័យរូបអ៊ីនធឺណិតតែម្ដងនេះនៅខាងនេះបាទនេះគេដាក់ app.html បាទអញ្ចឹងវាចេញជារូប browser អ៊ីនធឺណិតតែម្ដងហើយយើងគ្រាន់តែចុចទៅលើ browser ហ្នឹងទៅយើងនឹងទទួលបានកម្មវិធីដែលយើងទាញចេញពី Gemini មិញដើម្បីប្រើប្រាស់ផ្ទាល់ខ្លួនបានបាទអញ្ចឹងកន្លែងនេះសម្រាប់លោកគ្រូអ្នកគ្រូដែលយកទៅប្រើប្រាស់ជាលក្ខណៈ local អីគឺយើងអាចប្រើប្រាស់តាមហ្នឹងយើងមិនបាច់ចាំ host ឲ្យគេមើលទេឧទាហរណ៍ដូចជាខ្ញុំប្រើប្រាស់ធ្វើជា slide គណិតវិទ្យាអីចឹងទៅខ្ញុំអត់មិនបាច់ចាំប្រើប្រាស់ PowerPoint ក៏បានដែរខ្ញុំប្រើនៅក្នុងជាលក្ខណៈបែបហ្នឹងអញ្ចឹងខ្ញុំអនុវត្តឲ្យមួយទៀតបាទខ្ញុំសូមដាក់មួយទៀតចុះអាមិញតើតើនឹងការធ្វើ app បាទអញ្ចឹងឥឡូវឧទាហរណ៍ថាខ្ញុំឲ្យខ្ញុំបោះឯកសារថ្មីមួយទៀតឬក៏ឥឡូវខ្ញុំដាក់ថាខ្ញុំឲ្យវាសរសេរព្រមតើតើនឹងការប្រជុំមួយចុះបាទអញ្ចឹងលោកគ្រូអ្នកគ្រូត្រូវចាំបដាទេកន្លែងនេះចំពោះការសរសេរព្រមធូរយើងមិនបាច់ប៉ះវាទេបាទហើយមុខងារដាក់ខ្វះក៏បានអីក៏បានដែរឥឡូវខ្ញុំចង់ឲ្យវារៀបរបាយការណ៍ប្រជុំចុះដាក់សូមជួយគិតអំពីការប្រជុំឬក៏របៀបវារៈប្រជុំជាមួយអាណាព្យាបាលសិស្សរៀនយឺតបាទឧទាហរណ៍ចឹងចុះជួយបង្កើតជា slide ឬក៏បទបង្ហាញចឹងទៅបទបង្ហាញខ្ញុំបែរយឺតតិចបង្ហាញរយៈពេលនេះនិយាយទៅប្រាប់វាច្បាស់បាទរយៈពេលចង់ថា15នាទីបាទអញ្ចឹងខ្ញុំគ្រាន់តែសរសេរប៉ុណ្ណឹងទេប៉ុន្តែលោកគ្រូកុំយក Canva ណាយើងកុំអាចយកយើងឲ្យវារៀបចំឲ្យស្អាតសិនហើយចាប់យក Canva តាមក្រោយ លោកគ្រូថាពាក្យយឺតមិញអត់តមកដាក់ហ្នឹងអូអញ្ចឹងអត់អីទេចាំមើលវាចេញថាម៉េចនឹងតេស្តសិននេះ15នាទីមើលចូលអូខេចាំមើលវាចេញថាម៉េចហើយយើងអាចកែវាតាមក្រោយបានទៀតព្រោះនៅពេលដែលយើងឃើញវាធ្វើអត់ពេញចិត្តយើងអាចកែបានហើយប៉ុន្តែបើចង់លឿនយើងមានឯកសារមានអីគោស្រាប់យើងបោះទៅវាធ្វើឲ្យលឿនហើយចំគោលដៅរបស់យើងតែម្ដង
អញ្ចឹងវាចេញចាប់ផ្ដើមចេញមកជានេះជារបៀបរយៈឲ្យហើយអញ្ចឹងដូចស្រួលមែនតើខ្ញុំអីឥឡូវប្រើប្រាស់តាមហ្នឹងចំណេញភេលឿន slide អីខ្ញុំធ្វើមក flat ហើយលំហាត់បរៀនសិស្សអីខ្ញុំជួនកាលធ្វើ5នាទីអីបានលំហាត់បរៀន2ម៉ោងហើយយើង download អង្គុយតាម Facebook ឃើញលំហាត់ណាល្អទៅបោះចូលក្នុងហ្នឹងរួចបាទវាធ្វើឲ្យស្អាតជាងអ្នកធ្វើមុនទៀតបាទអញ្ចឹងវាចាប់ផ្ដើមចេញមកហើយបាទលោកគ្រូ លោកគ្រូសូមសួរតិចមើលឧទាហរណ៍ថាយើង save from អញ្ចឹងប៉ុន្តែយើងចង់បោះមេរៀនរបស់យើងចូលទៅឲ្យគាត់ទៅ save from ឲ្យតាក់ទងនឹងមេរៀនយើងដើម្បីបង្កើត slide បានទេលោកគ្រូបាទបានដូចគ្នាបានលោកគ្រូអូនេះវាឲ្យជា slide តែម្ដង វាសួរលោកគ្រូជាស្អីលោកគ្រូទៅក្នុងកម្មវិធីចាប់ឈ្មោះសិស្សចៃដនមិញហ្នឹងយើង copy code យកទៅផាសលើ desktop ហ្នឹងក៏ឬមួយក៏ copy អ្វីផ្សេងទេគ្រូ copy code លោកគ្រូ copy នេះយើងចូលកន្លែងនេះលោកគ្រូមានពាក្យមួយគេថា preview និង code ចឹងលោកគ្រូ copy code នឹងយកទៅដាក់ទៅបានហើយបានអញ្ចឹងយើងយកទៅផាសនៅលើ desktop បាទត្រូវទេគ្រូផាស desktop អញ្ចឹងផាសទៅហើយចាំមើលលោកគ្រូអាចមើលវីដេអូមួយសារទៀតហើយថ្ងៃស្អែកខ្ញុំនឹងបញ្ជាក់ថែមទៀតបាទអញ្ចឹងតាក់ទងអានេះដោយសារប្រហែលជាខ្ញុំអាសាសួរវិញខ្ញុំអត់យក Canva ផងវាចេញ slide ឲ្យដាក់អញ្ចឹងប៉ុន្តែ slide វាគឺអត់តល្អទេលោកគ្រូមុំខ្ញុំសាក់តេស្តទៅរបស់ខ្ញុំអត់ដែរ search ផងឥឡូវ search ទៅវាចេញ slide ដែរលោកអាប់ដេតចេញ slide ដែរបាទឥឡូវយើងអត់ចង់បាន slide ខ្ញុំចង់បានជាគ្រាន់តែជា prompt អញ្ចឹងខ្ញុំបញ្ជាក់វាភាសាទៀតចង់បានគ្រូកន្លែងហ្នឹងគ្រូគុំតែសេពាក្យសារដាក់ថាបង្ហាញជាទូទៅតែឃើញភាសាបង្ហាញនៅក្នុងអ្វីដែលវារៀបចំកម្មវិធីឲ្យយើងគឺវាឲ្យមកអញ្ចឹងព្រោះខ្ញុំធ្លាប់ធ្វើអញ្ចឹងវាឲ្យមកអញ្ចឹងដែរបាទអរគុណច្រើនលោកគ្រូបាទអញ្ចឹងឥឡូវយើងអត់ចង់បាន slide ខ្ញុំនឹងបញ្ជាក់វាតិចទៀតខ្ញុំដាក់ថាចង់បានតែ prompt តែប៉ុណ្ណោះបាទអូខេអញ្ចឹងជាមួយយើងបញ្ជាក់វាបន្តិចព្រោះយើងធ្វើនៅក្នុងហ្នឹងវាអត់តន់ស្អាតទេ slide វាអត់តន់ល្អតែ slide នេះយើងអាច export ទៅ Google Slide យើងអាចកែប្រែអក្សរកែប្រែបានទៀតអញ្ចឹងនេះវាឲ្យ slide វាឲ្យជានេះមកយើងជា prompt ហើយយើងអាចកែប្រែតិចតួចអញ្ចឹងទៅយើងយកទៅប្រើនៅក្នុង Canva មិញបានបាទឥឡូវខ្ញុំ copy វាបន្តិចបាទអញ្ចឹងយើងទៅបើក tool យើងយកពាក្យ Canva ហ្នឹងទៅហើយយើងដាក់prompt នឹងចូលប៉ុន្តែខ្ញុំចង់ឲ្យវាទៅសេជា slide បែបថ្មីចុះអាមកថាយើងចង់ប្រើជា HTML មិនចឹងយើងថាកុំឲ្យវាដូចគេពេកអញ្ចឹងឥឡូវខ្ញុំទៅសេពីខាងលើខ្ញុំចង់ឲ្យវាទៅសេជា HTML ដូចអាកម្មវិធីចាប់ឆ្នោតមិញណាឥឡូវខ្ញុំដាក់ជារៀបចំជាបទបង្ហាញជា HTML ព្រោះ HTML ហ្នឹងវា design បានស្អាតហើយយើងអាចបញ្ជាក់វាមកដោយរចនាឲ្យស្អាតទំនើបអីចឹងទៅបាទនឹងវាចេញអត់ទៅមើលឆ្នៃប្រឌិតចឹងទៅយើងពាក្យណាដែលយើងគិតថាវាអាចធ្វើបានហើយមើលទៅដូចអ្នកជំនាញចឹងទៀតទៅបាទជាដាក់ទៅមើលឥឡូវទៅវាចេញជាអ្វីវិញអាហ្នឹងមកយកល្អគ្រូដាក់មុខងារ pro ហ្មងវាគិតឲ្យយើងច្បាស់ល្អហ្មងហើយបាទហើយ pro ច្បាស់ល្អប៉ុន្តែដោយសារអ្នកគ្រូយើងគាត់មានខ្វះយើងអាចប្រើខ្វះសិនតែហើយអញ្ចឹងទៅជាមួយខ្ញុំចាប់ផ្ដើមនេះវាទៅណាខ្ញុំចាប់ផ្ដើមបានវាជាមួយវាចេញខ្ញុំចង់ឲ្យវាជា HTML ដើម្បីយកទៅដាក់នៅលើបែបបទបង្ហាញបែបថ្មីយើងអត់ចង់ឲ្យធ្វើជា PowerPoint ទេ
ហើយ PowerPoint យើងវាពិបាកនេះជួនកាលវាអាចដូរអក្សរដូរតម្រងអីតិចតួចតែនៅតែលោកគ្រូនៅតែអាចធ្វើបានហ្នឹងវាធ្វើស្អាតណា PowerPoint នៅក្នុងហ្នឹង លោកគ្រូសុំសួរតិចមើលលោកគ្រូឧទាហរណ៍ថាយើងថតមេរៀនមួយចុះតមកយើងអាប់ឡូតចូលយើងអាប់ឡូតចូលហើយយើងទៅសេវ prompt ហ្នឹងវាអាចទាញពីសិស្សដែលយើងអាប់ឡូតហ្នឹងទៅដើម្បីរៀបចំតាមហ្នឹងបានណាលោកគ្រូ ខ្ញុំបើអត់តន់លោកគ្រូថតជាវីដេអូទៅហ៎លោកគ្រូ តែលោកគ្រូយើងថតជា image មេរៀនរបស់យើងឧទាហរណ៍ថាយើងមេរៀនយើងរៀនមេរៀនទី1អញ្ចឹងប៉ុន្តែយើងចង់ធ្វើ slide បរៀនសម្រាប់មេរៀនទី1ហ្នឹងតែហើយយើងថតជា image លើមេរៀនហ្នឹងតបមកយើង upload ចូលទៅក្នុងហើយ Gemini ហ្នឹងហើយទៅសេ prompt ហ្នឹងឲ្យវាបង្កើតដូចលោកគ្រូអញ្ចឹងតើបានទេ បានលោកគ្រូអាហ្នឹងកាន់តែលឿនទៀតហើយបាទហើយជួយទីទៀតខ្ញុំបោះឯកសារចូលខ្ញុំបោះឯកសារជាមេរៀនចូលសាកល្បងប៉ុន្តែទីទៀតយើងនឹងធ្វើវាឲ្យលឿនជាងហ្នឹងទៀតយើងប្រើនៅក្នុង Gym ក្នុងអីទៀតលឿនជាងហ្នឹងបាទហើយអញ្ចឹងទៅអានេះគ្រាន់តែជាការ technique និយាយរួមលោកគ្រូអាចរៀនប្រើខ្លួនឯងណាអ្វីកលឹះដែលយើងតែធ្វើអត់ជោគជ័យគឺយើងអត់បានយកមុខងារ Canva ហ្នឹងតែប៉ុណ្្នឹងឯងហើយពាក្យកលឹះមួយទៀតគឺពាក្យ HTML បាទ HTML ហ្នឹងលោកគ្រូគួរតែកត់វាទុកទៅបាទតាក់ទងនឹងវាជាបាទលោកគ្រូអញ្ចឹងបានន័យថាកាលណាយើងយក HTML នៅក្នុង slide ដែលគេវាបង្កើតឲ្យយើងថ្មីហ្នឹងយើងអាចកែតាមថយឲ្យពាក្យពេចន៍បានទៀតណាលោកគ្រូបាទព្រោះ HTML ហ្នឹងវាជាប្រភេទ website បាទវាជា website មួយអញ្ចឹង website វា design បានស្អាតណាភាសា HTML ហ្នឹងគឺវាធ្វើបានស្អាតដូចវារចនាជាអាហ្នឹងឯងជា HTML ហ្នឹងបាទហើយវារចនាបានស្អាតអញ្ចឹងនៅពេលដែលយើងបញ្ជាចង់ឲ្យវាធ្វើបែបស្អាតគឺយើងប្រើពាក្យ HTML ហ្នឹងទៅវានឹងរចនាជាកូដបាទកូដ website ហ្នឹងឯងហ្នឹងក៏តែប៉ុណ្្នឹងទេហើយលោកគ្រូអាចយកទៅរៀនវាយបានណាចាំស្អែកចាំយើងធ្វើវគ្គអីនឹងភាសាទៀតរំលឹកភាសាទៀតហើយថ្ងៃហ្នឹងខ្ញុំចូលទៅកាន់ប្រធានបទថ្មីមួយទៀតបានអត់ទេមើលតាក់ទងនឹងការឲ្យដាក់ឲ្យវាអូតូផលិតវិញ្ញាសាកុំឲ្យឧបមា slide នេះធ្វើត្រូវហើយថ្ងៃក្រោយធ្វើទៅវាចេញទៅម្ដងខុសហ្នឹងកុំឲ្យវាចេញអញ្ចឹងលោកគ្រូបាទលោកគ្រូ អធិស្ឋានសំទោសគ្រូអាចបេកតិចបានគ្រូតាក់តងទៅនឹង save ហើយ save ធ្វើម៉េចដើម្បីបើកកម្មវិធីចាប់ឈ្មោះឲ្យវាដើរនៅលើកុំព្យូទ័របាទខ្ញុំ copy code យកទៅដាក់ឲ្យខ្ញុំដូចជាអត់ទាន់ឡើងហ្នឹងមកខ្ញុំវាអ៊ីនធឺណិតអត់អួលពេកបាទលោកគ្រូចាំខ្ញុំប្រាប់ភាសាទៀតហើយកន្លែងហ្នឹងវាមាននេះវាមានមុខងារ sell នៅក្នុងហ្នឹងហើយជាមួយខ្ញុំនេះសិនជាមួយមុខងារណាដែលខ្ញុំបានធ្វើឲ្យមួយសិនបង្កើត app គ្រប់គ្រងសិស្សអូខេឥឡូវខ្ញុំចូលអានេះខ្ញុំបានតេស្តវាឲ្យមុនជួយថ្ងៃដែលខ្ញុំបោះចូលអញ្ចឹងកន្លែងនេះខ្ញុំបង្កើតខ្ញុំសរសេរ prompt ចោលមួយនៅក្នុងនេះហើយខ្ញុំសរសេរខ្លីមួយចាចាំមើលឲ្យលទ្ធផលខ្ញុំដាក់ខ្ញុំប្រាប់ថាខ្ញុំចង់បង្កើត app គ្រប់គ្រងសិស្សដែលមានមុខងារបញ្ចូលព័ត៌មានការបង្ហាញបន្ទុកសិស្សមានការបង្កើតថ្នាក់រៀនកំណត់ត្រាបង់ប្រាក់រំលឹកថ្ងៃបង់ប្រាក់បើហើយយើងដាក់ចុចកន្លែងនេះខ្ញុំបញ្ជាក់ឲ្យ AI ដាក់ជួយគិតធ្វើម៉េចឲ្យទំនើបស្អាតងាយស្រួលខ្ញុំនឹងយកវាទៅដាក់ជាមួយ AI Studio អញ្ចឹងទៅបាទអញ្ចឹងយើងរៀបរាប់អញ្ចឹងហើយវានឹងចាប់ផ្ដើមសរសេរឲ្យយើងអញ្ចឹងវាសរសេរបានខាងស្ដាំអញ្ចឹងឃើញនៅពេលដែលវាសរសេរឲ្យវារលឹកអីបានច្រើនមែនតើបាទហើយតាក់ទងមិញក៏ដូចតែគ្នាដែរហើយលោកគ្រូអាចធ្វើជាអញ្ចឹងឲ្យបានសិនទៅហើយតាក់ទងលោកគ្រូចង់បាន HTML ហ្នឹងអត់ពិបាកទេឲ្យប្រើកន្ទុយ HTML ហើយការ copy របស់យើងគឺខ្ញុំសូមទៅកន្លែង copy មកបន្តិចមិញខ្ញុំ search ច្រើនពេកឥឡូវរកអត់លេខឃើញអស់
លោកគ្រូអភិវឌ្ឍ search ហ្នឹងនៅខាងក្រោមអានោះមានកន្លែងលុបអីគ្រូតែខ្លះដូចអាណិតជីមិនហើយគេវាអីឆ្លាស់ពេកអូនមកវិញខ្លួនឯងទៅមាន នេះណាគ្រូមាន បងគ្រូមាន បាទចេញត្រែ3នេះមកអត់ទេនៅនេះនៅគ្រូដាក់ខ្ជុងលើវាទៅវាមានត្រែ3ឲ្យវាច្រើនពេកបែបហ្នឹង សាកចុចដែរគ្រូខ្ញុំមានតែ pin ហើយនឹង rim name អញ្ចឹងណា បាទខ្ញុំចង់ហៅ HTML បាទនេះឥឡូវមានមួយឥឡូវនេះដូចមួយនេះគឺជាកូដ HTML នេះខ្ញុំវាវែងអញ្ចឹងបាទហើយអានេះគ្រាន់តែតេស្តយើងតេស្តការបញ្ចូលបន្ទុកអីទេបាទហើយអញ្ចឹងទៅវាអត់មានតំណែងបន្ទុកទេអញ្ចឹងវាឆែកអត់ចេញទេប៉ុន្តែ HTML ដូចគ្នាអញ្ចឹងហើយយើងគ្រាន់តែសរសេរទៅហើយលំហនៃខាងលើហ្នឹងការងារខាងលើនេះក៏ខ្ញុំគ្រាន់តែគូសព្រៀងលេងចេះទេខ្ញុំដាក់ខ្ញុំចង់បានក្រាបចឹងនេះយើងគ្រាន់តែគូសចឹងហ្នឹងវាយល់ទៅយើងចង់បានក្រាបហើយអញ្ចឹងទៅវានឹងផ្ញើកូដ HTML នឹងឲ្យហើយយើងគ្រាន់តែ copy កូដនេះលោកគ្រូខ្ញុំប្រាប់វិធីសាស្ត្រ copy សាស្ត្រថ្មីលោកគ្រូចូលកូដហ្នឹងទៅក៏បានឬក៏ចូលកន្លែង share នេះក៏បានដែរចូលកន្លែង share នេះយើងមានពាក្យ copy នេះបាទអញ្ចឹងបានដូចគ្នាអញ្ចឹងយើងគ្រាន់តែ copy វាហើយយើងចូលទៅលើ desktop ឡើងវិញហើយយើងចុច mouse ស្ដាំគ្រូយកពាក្យ new បាទបន្ទាប់ពីយក new ហ្នឹងហើយលោកគ្រូត្រូវសុំទោសលោកគ្រូយកពាក្យ new ហ្នឹងហើយលោកគ្រូត្រូវចូលយកមួយទៀតពាក្យ text document នេះបាទអញ្ចឹងលោកគ្រូតន់លោកគ្រូណាលោកគ្រូម្ចាស់សំណួរខ្ញុំអត់បាទតន់លោកគ្រូពងមើលបាទលោកគ្រូបាទបន្តពីនឹងហើយយើងចាប់ផ្ដើមយកអីទៀតបាទលោកគ្រូនឹងឃើញលោកគ្រូចុចទៅនឹងចេញផ្ទាំងមួយគេឲ្យយើងទៅសេអក្សរចូលណាបាទនៅលើ desktop បាទនៅលើ desktop ក៏ចុចវាទៅចេញផ្ទាំងនេះមួយបាទហើយយើងគ្រាន់តែចុច copy វាមកនេះយក paste នេះបាទយើងចុច paste ហ្នឹងឬក៏ control V ក៏បានបើលោកគ្រូប្រើ MacBook comment V អញ្ចឹងទៅបាទប៉ុណ្ណឹងហើយយើងចូលទៅកាន់ file ហ្នឹងហើយយើងយកពាក្យ save as បាទហើយ save as ហ្នឹងយ៉ាងណាក៏ដោយកតុយលោកគ្រូត្រូវប្រើពាក្យ .html បាទអញ្ចឹងខ្ញុំដាក់ abc អញ្ចឹងទៅកតុយចុច html កតុយវាណាលោកគ្រូដាក់ html ខ្ញុំซูមឲ្យធំតិចលោកគ្រូបានចេញដូចខ្ញុំដែរលោកគ្រូបាទលោកគ្រូបាទហើយយើងចុច save វាទៅហើយវានឹងចេញឲ្យ browser មួយនេះវាជារូប Google Chrome ឬក៏ជួនកាលលោកគ្រូចេញផ្សេងពីហ្នឹងតែបើកចេញដូចតែគ្នាទេបើយើងទៅបើកទៅយើងនឹងចេញហើយនៅក្នុងនេះយើងអាចឆ្នៃជា HTML ហ្នឹងដាក់ជារូបថតកាតសិស្សក៏បានដែរបាទយើងអាច print អាចអីចឹងណាយើងអាចប្រាប់ជាម្ដាយនេះឲ្យថាអីគេខ្ញុំចង់បញ្ចូលឈ្មោះសិស្សនៅមួយកណាត់អីចឹងទៅឲ្យវាអូតូចេញធ្វើអញ្ចឹងក៏បានដែរហើយចាំខ្ញុំបន្ថែមវីដេអូតិចទៀតទាក់ទងនឹងការធ្វើម៉េចឲ្យវាមានការបញ្ចូលឈ្មោះនៅមួយចំហៀងបាទឧមាថាយើងចង់ធ្វើសភៅតាមដានយើងគ្រាន់តែបោះឈ្មោះសិស្សជា Excel ទេគឺវាចេញតាមនឹងបានគេទៅហើយអញ្ចឹងខ្ញុំចូលទៅបន្តិចទៀតទៅតាក់ទងនឹងគោលដៅយើងចង់ប្រើប្រាស់នេះទេតាក់ទងនឹងជីមទេបាទព្រោះជីមហ្នឹងវាល្អជាងឥឡូវខ្ញុំនឹងបង្កើតឲ្យវាបង្កើតជាកិច្ចតែងការមួយចុះបាទឥឡូវខ្ញុំចូលដល់វាមកកិច្ចតែងការដូចវាចាំស្អែកមកទៅអ្នកគ្រូចក្រយាគាត់ចង់បានកិច្ចតែងការហើយឥឡូវស្អីទៅចាំស្អែកទៅព្រោះអីខ្ញុំនេះអ៊ីនធឺណិតពិបាកអ៊ីនធឺណិតដែរខ្លួនអីទេតែដល់ពេលភ្ជាប់មួយកុំព្យូទ័រនេះវាយើងអត់មាន Wi-Fi ទៅទូរស័ព្ទទេមកទូរស័ព្ទ version ចាស់ទៀតបាទដើរឥឡូវមានអនុវត្តបានណាលោកគ្រូសូមសួរមួយ
តើទៅជាមួយflow ដែលយើងចង់បាន HTML ដល់តែយើងជជែកជាមួយវាបន្តទៀតឬក៏រាល់ flow ដែលយើងដាក់ទៅវាបង្កើត HTML ឲ្យមកក្នុងកូដនោះនឹងមានរហូតមកថាម៉េចព្រោះ ពេលខ្លះយើងនិយាយទៅវាចូលឲ្យតែហ្មងណាហើយលោកគ្រូអាចបញ្ជាក់វាទៅខ្ញុំចង់បានជាគំរូ HTML មួយចឹងទៅគ្រូធ្វើម៉េចឲ្យនិយាយពី HTML ប្រាប់វាឥឡូវបាទយកលោកគ្រូ បាទគ្រូអញ្ចឹងឥឡូវខ្ញុំឧទាហរណ៍តែខ្ញុំបង្កើតឯកសារណាមួយចុះខ្ញុំទៅរក Telegram ដើម្បីបានឯកសារណាមួយជុំខ្ញុំមានឯកសារនៅតាណាចាខ្ញុំចង់បានឯកសារលក្ខណៈថាដូចជាលិខិតប្រជុំមួយចុះខ្ញុំហៅដូចជាអត់មានលិខិតប្រជុំចុះមើលឥឡូវនេះដូចជាគេមានលិខិតមួយអូច្រើនណាស់ឃើញមិញមើលឃើញមានលិខិតមួយឥឡូវមិនបាច់ធ្វើទេលិខិតផ្លូវការពេកឥឡូវដោយសារអញ្ចេះចុះឥឡូវខ្ញុំវាយចូលដោយសារយើងអត់បានត្រៀមលិខិតហ្នឹងឥឡូវខ្ញុំឲ្យវារៀបចំចុះបាទទីមួយលោកគ្រូចូលដូចខ្ញុំដដែលទៅយើងគ្រាន់តែ save flow ទេហើយយើងបាច់យកមុខងារអីទេឲ្យវាដាក់រៀបចំលិខិតរដ្ឋបាលប្រជុំការងារប្រចាំខែនៅសាលារៀនគេអាចទៅសេឈ្មោះទៅបាទសាលាហ្នឹងខ្ញុំដាក់សាលារៀន ABC ចាដាក់អំពីអីអំពីវឌ្ឍនភាពការសិក្សាសាស្ត្រដើម្បីអញ្ជើញលោកគ្រូមើលយើង screen លោកគ្រូបិទឲ្យគ្រូចូលសារថ្មីមានតែគ្រូចេញតាតាមពិតបើយើងមានគំរូលិខិតចាស់យើងបោះទៅសួរជាងតែនេះអត់មានហើយខ្ញុំបានតេស្តតែដើម្បីអញ្ជើញលោកគ្រូអ្នកគ្រូចូលរួមនៅថ្ងៃណាថ្ងៃខែខ្ញុំដាក់ថ្ងៃស្អែកចុះខ្ញុំឧទាហរណ៍ទេបាទហើយខ្ញុំចុចឲ្យវារៀបរាប់ឲ្យវាទៅសេហើយបើជាទូទៅលិខិតរដ្ឋបាលបើយើងធ្វើអញ្ចឹងវាអត់ត្រូវដែរដោយសារវាអត់ត្រូវតាមគំរូតើយើងបោះគំរូវាមើលមួយសិនហើយខ្ញុំឆែកមើលមួយសិនណាបាទឥឡូវវានឹងចេញលិខិតបែបនេះហើយវាអត់ត្រូវតាមអ្វីដែលយើងចង់បានទេព្រោះយើងចង់បានចេញមកជា Word បាទអញ្ចឹងនៅក្នុងនេះលោកគ្រូឧបមាបានប៉ុណ្ណឹងហើយយើងចាប់ផ្ដើម copy វានឹងយើង copy វាហើយខ្ញុំសូមបញ្ជាក់បើយើងនេះគួរតែយកលិខិតបើយើង upload ឲ្យវាបាទហើយខ្ញុំ copy ហើយខ្ញុំចូលទៅកាន់ tab ថ្មីហ្នឹងមកខ្ញុំអត់យក tab ចាស់ទេបាទខ្ញុំយក tab ថ្មីហើយយើងចាំបាច់ត្រូវតែបើកមុខងារ Canva បាទមុខងារ Canva នឹងដដែលដែរទេកន្លែងនេះហ៎ខ្ញុំ copy អ្វីដែលវារៀបចំមិញហ្នឹងហើយខាងលើយើង complete ទៅសេពាក្យ HTML បាទកន្លែងហ្នឹងអញ្ចឹងយើងដាក់បំលែងជាកូដសួរមួយធំតិចមកបំលែងជាកូដ HTML បាទលោកគ្រូ complete ពី HTML បាទដើម្បីបំលែងជា Word ព្រោះបើអត់មានកូដ HTML ហ្នឹងទេវាអត់អាចបំលែងជាឯកសារ Word បានទេពេលខ្លះវាទាញឲ្យនៅចៃដន្យទេដោយសារវាអូតូឲ្យហើយ
ភាគច្រើនបើយើងអត់ប្រើពាក្យ HTML នេះវាអត់អាចបំលែងទៅជា Word ដូចជា Excel បានទេព្រោះ Word និង Excel គឺវាបានផ្ទុកនៅកូដនៅខាងក្រោយវាដែលអាចឲ្យបំលែងបានគ្រប់ពេលហើយខ្ញុំចង់បានប៊ូតុងទាញយកទៀតខ្ញុំដាក់ដោយភ្ជាប់ប៊ូតុងទាញយកជា file បាទអញ្ចឹងលោកគ្រូអ្នកគ្រូត្រូវយើងបានអក្សរហើយអស់ហើយប៉ុន្តែអ្វីដែលយើងរៀបចំគឺមកបន្ទាត់ទៀតអញ្ចឹងពាក្យកលឹះ HTML បំលែងជា Word ហើយនឹងដាក់ប៊ូតុងទាញបាទបើយើងអត់ប្រើពាក្យប៊ូតុងទាញនឹងទេគឺជួនកាលវាអត់ឲ្យប៊ូតុងទាញទេហើយខាងក្រោមកុំភ្លេចយកពាក្យ Canva នឹងផងបាទតែប៉ុណ្ណឹងទៅយើងដាក់ទៅយើងនឹងវាទៅសេកូដឲ្យបាទគឺកូដ HTML ខាងស្ដាំមុននឹងតិចហ្នឹងគឺវានឹងចេញឲ្យទៀតបាទលោកគ្រូអ្នកគ្រូតន់ណាកន្លែងហ្នឹងណាអាចសាកលបងតិចទៅព្រោះបាទតន់គ្រូបាទតន់លោកត្រូវព្រោះកលឹះវាតែបន្តិចទេតាមពិតទៅបើយើងដឹងបន្តិចហ្នឹងធ្វើបានណាមាន tool Canva ហើយដើម្បីទៅសេកូដបានប្រើពាក្យ HTML នេះវាចេញឲ្យមកកកោតទៀត HTML ហ្នឹងវានឹងអូតូបំលែងទៅជា Word ឲ្យយើងវិញអញ្ចឹងវាទៅឆ្លងកាត់ HTML សិនហើយខ្ញុំស៊ូមធំបាទបាទអញ្ចឹងប្រហែលជាលោកគ្រូអ្នកគ្រូចេញដូចខ្ញុំដែរណាហើយនេះអញ្ចឹង HTML យើងបានប្រកបចេញជា Word វិញលោកគ្រូអ្នកគ្រូចេញទេចេញដូចខ្ញុំទេឬក៏អត់បានវាយទេអត់បានវាយផងលោកគ្រូបាទអត់អីទេអញ្ចឹងចាំប៉ុន្តែចាំប្រកាសទុកទៅតាក់ទងបច្ចេកទេសនេះគឺ HTML បំលែងជា Word ហើយនឹងភ្ជាប់ប៊ូតុងទាញជា Word បាទហើយប៉ុណ្ណឹងហើយយើងអាចទាញបានលោកគ្រូចុចប៊ូតុងដែលវាឲ្យមកហ្នឹងទៅបាទវានឹងចេញឯកសារឲ្យមកយ៉ាងស្អាតហើយយើងអាចកែប្រែបានអញ្ចឹងកន្លែងនេះក៏ជាជំនួយការដ៏ល្អរបស់យើងដែរឲ្យតែលោកគ្រូមានឯកសារគំរូចាស់លោកគ្រូអាចបោះឲ្យវាបានលោកគ្រូបោះទៅហើយយើងឲ្យវាកែប្រែថ្ងៃខែកែប្រែពីរបៀបវរៈទៅបានហើយយើងមិនបាច់ឲ្យវាកែច្រើនទេឧបមាយើងដាក់ចូលយកគំរូមួយនេះបាទដើម្បីទៅកែប្រែអីគេការបរិច្ឆេទកែប្រែអីកន្លែងណាដែលយើងចង់ឲ្យវាកែប្រែនេះហើយវាចេញអញ្ចឹងមកយើងគិតថាអូស្រួលមែនតើអត់ពិបាកទេហើយដាក់ទៅចេញណាហើយវាចេញជា Word បានបាទអញ្ចឹងកន្លែងនេះចាំលោកគ្រូរៀនធ្វើទៅហើយដូចខ្ញុំនិយាយដដែលហ្នឹងគឺមានតែ HTML ហើយបំលែងជា Word ហើយភ្ជាប់ជាអីគេប៊ូតុងទាញយកបាទឥឡូវនៅពេលដែលយើងធ្វើប្រជុំមិនយើងត្រូវការមាន slide បាទយើងត្រូវការ slide អញ្ចឹងកន្លែងនេះយើងអាចបញ្ជាក់វាទៀតទៅឲ្យវាធ្វើ slide ជាមួយនឹងគ្នាទៀតក៏បានដែរអញ្ចឹងកន្លែងនេះយើងគ្រាន់តែវាយដដែលទេយើងដាក់បំលែងជា HTML អញ្ចឹងទៅប៉ុន្តែយើងដូរពាក្យ Word ទៅជាពាក្យ slide វិញបាទវានឹងចេញជា slide ឲ្យហើយលោកគ្រូអាចដាក់ជា PowerPoint ហ្នឹងយើងអាចកែប្រែបានឬក៏ប្រើជា slide បែប website ក៏បានអានេះចាំយើងប្រើឲ្យក្រោយទៀតបាទឥឡូវតាក់ទងនឹងការងារប៉ុណ្ណឹងខ្ញុំគិតថាដូចជាចប់ហើយខ្ញុំចូលទៅកាន់មួយទៀតតាក់ទងនឹងការធ្វើចូល Google ចូល Gym បាទគេហៅថាចូល Gym ក្នុងនេះGym នៅដែលយើងអត់សូវចាប់អារម្មណ៍ទេនៅក្នុងនេះលោកគ្រូអ្នកគ្រូចូលកន្លែងហ្នឹងដូចគ្នាបាទខ្ញុំចូល tab ថ្មីមួយទៀតអត់ទៅលោកគ្រូសុំសួរបន្តិចទៀតមើលគ្រូបាទទៅជាមួយនេះយើង save note នៅ HTML ហ្នឹងហើយពេលយើងចាប់ផ្ដើមបើកអា note ហ្នឹងវាដំណើរការ app ហ្នឹងមកយើងវិញអូតូហ្មងលោកគ្រូហ្នឹងហើយវានៅក្នុងកុំព្យូទ័រលោកគ្រូហើយគ្រូបិទអ៊ីនធឺណិតក៏វានៅតែចេញដែរហ្នឹងបាទ
មានន័យថាវាដូចជា Word ដូចជា Excel ដែលយើងទុកនៅក្នុងម៉ាស៊ីនរបស់យើងណាវានៅចេញទាំងអស់អត់បាច់ចាំប្រើអ៊ីនធឺណិតទេហើយកន្លែងនេះយើងអាចប្រើជាបង្កើតជាកម្មវិធីធ្វើកាតសិស្សកម្មវិធីអីក៏បានដែរលោកគ្រូសរសេរវាឲ្យជា HTML នោះយើងបោះតែឈ្មោះទេវាធ្វើកាតសិស្សឲ្យ លោកគ្រូតើតើទៅនឹងអាហៅឈ្មោះសិស្សដល់ចែកដនមិញហ្នឹងខ្ញុំបើកអត់ចេញតែចាំមើលខ្ញុំមើលវីដេអូមើលអីលោកគ្រូពេលនេះមើលខ្ញុំផ្ញើទៅលោកគ្រូថាវាខុសអីមិនបើកអត់ចេញ ប្រហែលជានៅក្នុងកុំព្យូទ័រយើងវាអត់លោកគ្រូវាបើកទៅវាអត់ចេញមានកន្ទុយ file លេខរបស់ខ្ញុំចាអានេះយើងមានកន្លែងកំណត់ខាងក្នុងណាលោកគ្រូអានប្រហែលអានទៅចេញតែឈ្មោះរបស់ខ្ញុំអានទៅវាមានកន្ទុយ file ខាងក្រោយកន្លែងហ្នឹងគឺមានកន្លែងកំណត់វាបើហើយអត់អីទេអញ្ចឹងចាំស្អែកខ្ញុំដោះស្រាយបញ្ហានឹងជូនទៀតហើយអញ្ចឹងឥឡូវយើងចូលទៅប្រធានបទថ្មីរបស់យើងគឺតាក់ទងនឹងការប្រើប្រាស់ Google Gym បាទអញ្ចឹងលោកគ្រូអ្នកគ្រូចូលនៅកន្លែងនេះទាំងអស់គ្នានៅកន្លែង Tray 3 ហ្នឹងទៅនេះ Tray 3លោកគ្រូប្រហែលជាឃើញណាឬក៏តូចពេកបាទនៅក្នុង Tray 3 នេះលោកគ្រូចូលទៅវានឹងចូលតាមកុំព្យូទ័របានឃើញណានៅក្នុងទូរស័ព្ទអត់មានទេតទៀតលោកគ្រូអ្នកគ្រូនឹងឃើញនៅខាងក្រោមនេះគេសរសេរពាក្យ G E M S បាទអាហ្នឹង Gym ហើយកន្លែងនេះខ្ញុំចង់បញ្ជាក់ថា Gym ហ្នឹងគឺជាអ្វីបាទ Gym ហ្នឹងគ្រាន់តែវាជាគេហៅថាជំនួយការផ្ទាល់ខ្លួនរបស់យើងមានន័យថាយើងមុននឹងប្រើប្រាស់ Gym នឹងបានគឺយើងត្រូវបានបញ្យល់ការងារវាឲ្យយល់ទាំងអស់ទើបយើងអាចប្រើប្រាស់វាបានណាអញ្ចឹងវាជាជំនួយការឧទាហរណ៍ថានាយកសាលាម្នាក់គាត់រើសបុគ្គលិកមកធ្វើការឲ្យគាត់អញ្ចឹងដើម្បីឲ្យបុគ្គលិកនឹងធ្វើការឲ្យគាត់បានតើតែនាយកសាលាហ្នឹងចាប់ផ្ដើមបញ្យល់គាត់សិនថាម៉ោង7ព្រឹកត្រូវធ្វើម៉េចចាំទទួលសិស្សម៉ោង8ទៅហៅវត្តមានម៉ោង9ទៅធ្វើអីអញ្ចឹងយើងបញ្យល់គាត់ឲ្យអស់ហើយថ្ងៃក្រោយស្អែកឡើងគាត់នឹងអាចធ្វើការនឹងបានហើយយើងមិនបាច់និយាយអីទៀតទេយើងបោះតែឯកសារចូលទៅជាការស្រេចបាទអញ្ចឹងឧទាហរណ៍ថាខ្ញុំបង្កើតតាក់ទងនឹង Gym នៃការប្រជុំមិនចុះឥឡូវខ្ញុំមានលិខិតប្រជុំនឹងមួយណាហើយយើងដឹងហើយថាដើម្បីបានលិខិតប្រជុំនឹងមួយគឺយើងសរសេរវាច្រើនដងមែនតើបាក់សរសេរអញ្ចឹងខ្ញុំនៅក្នុងតម្រងនឹងដដែលលោកគ្រូឧបមាយើងធ្វើត្រូវហើយយើងកុំទៅណាឆ្ងាយយើងចូលនៅកន្លែងប្រអប់ search នឹងដដែលណាចូលប្រអប់ search លោកគ្រូគ្រាន់តែឲ្យវាប្រមូលការងារដែលយើងធ្លាប់ធ្វើនឹងយកទៅទុកនៅក្នុង Gym ដើម្បីប្រើប្រាស់ថ្ងៃក្រោយអាហ្នឹងគឺជាវិធីសាស្ត្រធ្វើលឿនណាអញ្ចឹងខ្ញុំសរសេរប្រាប់វាដាក់ថាសមរៀបចំទម្រង់នេះដាក់ក្នុង Gym ក្នុងនាមអានេះយើងសាលារៀនយើងប្រាប់មកក្នុងនាមជារដ្ឋបាលសាលារៀនដល់ជំនាញម្នាក់បាទអញ្ចឹងនៅក្នុង Gym នេះវាបើសិនជាយើងអត់បានកំណត់ហ្នឹងគេ instructor វាឲ្យច្បាស់ទេវាធ្វើទៅអត់បានល្អទេហើយនៅក្នុងនេះខ្ញុំសរសេរខ្លីដោយសារអីនៅក្នុង tab មួយហ្នឹងគឺវាដឹងថាខ្ញុំចង់បានអីពីវាហើយគឺវាដឹងថាខ្ញុំចង់បានឲ្យសរសេរនេះលិខិតអញ្ជើញបាទអញ្ចឹងខ្ញុំគ្រាន់តែសរសេរតែប៉ុណ្្នឹងទៅមានន័យថាឲ្យ AI ហ្នឹងវាចាប់ផ្ដើមសង្ខេបយកទាំងអស់ហ្នឹងទៅដាក់នៅក្នុង Gym បាទហើយ Gym ហ្នឹងដូចខ្ញុំបញ្ជាក់ខាងដើមអញ្ចឹងវាជាលេខាផ្ទាល់ខ្លួនរបស់យើងដើម្បីឲ្យវាធ្វើការល្អតោះតែយើងប្រាប់វាឲ្យច្បាស់ហើយលោកគ្រូត្រូវមានឯកសារយោងក៏កាន់តែប្រសើរដែរបាទដូចធ្វើកិច្ចតែងការយើងត្រូវដាក់ឯកសារយោងឲ្យវាហើយករណីនេះគ្រាន់តែជាលិខិតប្រជុំខ្ញុំមិនបាច់ដាក់ឯកសារយោងក៏បានដែរ
បាទអញ្ចឹងលោកគ្រូអ្នកគ្រូបានឃើញណាអញ្ចឹងលំហខាងលើបានវាសរសេរឲ្យជីមនៅខាងស្ដាំដៃនេះបាទអញ្ចឹងខ្ញុំបរិយាជីមហ្នឹងគឺនេះវាដាក់ឈ្មោះជីមយើងគឺអ្នកជំនាញរដ្ឋបាលសាលារៀនហើយវាអត់តន់ល្អទេដោយសាររដ្ឋបាលមិញខ្ញុំអត់បានផ្ទៀងទេអត់តន់កែប្រែពាក្យណាដែលខុសខ្ញុំជឿថាវាខុសហើយយើងយកឯកសារចាស់យើងយកទៅដាក់ទៅស្រួលជាងណាហើយកន្លែងនេះវានឹងចាប់ផ្ដើមតាំងឲ្យនេះវាតាំងអាញាតទៅដាក់ទូនីតិជិះវាប្រាប់អ្នកឯងគឺជារដ្ឋបាលសាលារៀនដ៏ជំនាញម្នាក់នៅកម្ពុជាដែលមានបទពិសោធន៍ខ្ពស់នៅក្នុងការរៀបចំលិខិតរដ្ឋបាលបទដ្ឋានគតិយុត្តអីចឹងទៅបាទហើយវាចាប់ផ្ដើមធ្វើការណែនាំទៀតវិញសេចក្តីណែនាំអាហ្នឹងមានន័យថាវាណែនាំជំនួយការណាវាណែនាំជំនួយការឲ្យធ្វើការឲ្យយើងនេះហើយកន្លែងនេះដោយសារអ្វីដែលយើងសរសេរពីលើមិញមានពាក្យ HTML អញ្ចឹងឲ្យយើងសរសេរបែបហ្នឹងហើយយើងមិនបាច់ខ្វល់អីទេយើងសរសេរតែពីបន្ទាត់ហ្នឹងបាទអញ្ចឹងវាចេញឲ្យទាំងអស់ហ្នឹងហើយអ្វីដែលយើងធ្វើគឺធ្វើម៉េចបាទខ្ញុំចូលទៅកាន់ថ្មីរបស់យើងណាគឺនេះកន្លែងជីមនេះលោកគ្រូចូលជីមទាំងអស់គ្នាបើសិនជាអាចបានបើកកុំព្យូទ័រតនេះលោកគ្រូចូលកន្លែងជីមហ្នឹងបាទហើយបន្ទាប់ពីយើងចូលជីមហ្នឹងហើយវានឹងចេញកន្លែងនេះមួយទៀតកន្លែងនេះលោកគ្រូក្រឹងបន្ថលគាត់ថាបើកអត់ចូលលោកគ្រូបន្ថលបានបើកចេញនៅកន្លែងជីមហ្នឹងខ្ញុំបើអត់តន់ចាញ់ហ្នឹងគ្រូបាទលោកគ្រូបើកហើយនេះចូលត្រូវតែចូលកន្លែងនេះយើងមានមុខងារមួយគឺ new gym បាទខ្ញុំសូមចាំកន្លះនាទីបាទលោកគ្រូបើកសិនណាបើកដល់ហើយគ្រូបើកដល់បាទអាហ្នឹងសំខាន់ណាស់ហ្នឹងជិះនៅកន្លែងណាលោកគ្រូ new gym ហ្នឹងអូខេឥឡូវខ្ញុំសូមចូលភាសាទៀតខ្ញុំចេញសិនឥឡូវចូលភាសាថ្មីអញ្ចឹងលោកគ្រូមិនចូលកន្លែងឆាតអាត្រេ3នេះលោកគ្រូនេះចូលត្រេ3នេះត្រេ3នៅលើនេះលោកគ្រូមានត្រេ3នៅគុំតើលោកគ្រូមានលោកគ្រូមានបាទទៅលោកគ្រូចូលត្រេ3នឹងហើយលោកគ្រូអូមើលខាងក្រោមអក្សរខ្លីជាងគេទេលោកគ្រូច្រឡំអាចនឹងច្រឡំថាពាក្យនេះជាពាក្យ game អញ្ចឹងតែពិតជីមខ្ញុំដំបូងខ្ញុំស្មានតែ game ដែរណានេះជីមបាទហើយលោកគ្រូឃើញតន់ណាលោកគ្រូណាលោកគ្រូចុចទៅលើវាទៅវានឹងចេញឲ្យប៊ូតុង Q មួយច្បាស់ចាស់ជាងគេនេះបាទវាដាក់ new gym បាទយើងចុចទៅលើ new gym នេះវានឹងមានប្រអប់ចំនួន3បាទទី1វាឲ្យយើងវាយឈ្មោះកន្លែងនេះគឺជាកន្លែងវាយឈ្មោះនេះឈ្មោះលោកគ្រូអាចប្រើជាភាសាខ្មែរក៏បានអង់គ្លេសក៏បានឲ្យតែយើងងាយស្រួលទៅរកវាវិញបាទអញ្ចឹងកន្លែងនេះខ្ញុំដាក់ឈ្មោះតាមអ្វីដែលគេឲ្យនេះចុះខ្ញុំដាក់អ្នកជំនាញរដ្ឋបាលនេះចុះបាទឬក៏យើងដាក់លិខិតគតិយុត្តអីចឹងទៅក៏បានដែរតទៀតកន្លែង description នេះគឺលោកគ្រូចង់សរសេរក៏បានអត់ក៏បានតែជួនកាលបើយើងធ្វើច្រើនយើងអាចភ្លេចអញ្ចឹងខ្ញុំដាក់លិខិតរដ្ឋបាលកន្លែងខ្ញុំសរសេរបាទហើយកន្លែងសំខាន់មួយទៀតគឺប្រអប់ទី3នេះនៅប្រអប់ទី3នេះគេដាក់ថា instruction បាទនៅក្នុង instruction ហ្នឹងគឺយើងបានសរសេរតាមពិតវាដូចបើយើងអត់បានប្រើប្រាស់វិធីសាស្ត្រមិញទេអាកន្លែងហ្នឹងយើងអង្គុយតែងសេចក្តីណាអញ្ចឹងវាអត់ងាយទេកន្លែងហ្នឹងបើរៀនធម្មតាគេឲ្យយើងវាយអក្សរដូចតែងសេចក្តីអញ្ចឹងតែយើងអត់ចង់ចំណាយពេលខាតអញ្ចឹងទេយើងទៅ copy យកតែម្ដងនេះអញ្ចឹងលោកគ្រូ copy ត្រឹមតួនាទីទាំងអស់ហ្នឹងបាទទាំងអស់នេះបាទតួនាទីហើយត្រឹមកូដទាំងអស់ហ្នឹងដែរព្រោះកូដហ្នឹងសំខាន់គឺវាសម្រាប់បំលែងឲ្យចេញជា Word បើអត់យកកូដហ្នឹងទៅទេវាអត់ចេញ Word ឲ្យទេបាទអញ្ចឹងយើង copy វាហើយយើងចូលទៅដាក់នៅក្នុង Gym នៅត្រង់ instruction បាទយើងចូលទៅកន្លែងហ្នឹងទៅនេះហើយចុចពាក្យ pass បាទ
វានឹងទទួលបានកូដហើយអ្វីដែលសំខាន់មួយទៀតដែលយើងកុំឲ្យភ្លេចគឺកន្លែងនេះកន្លែង tool របស់ Canva មិញហ្នឹងគឺយើងត្រូវបើកវាផងហេតុអីបានកន្លែងនេះយើងត្រូវបើក Canva ដោយសារមុខងារនេះគឺជាមុខងារសម្រាប់សរសេរកូដយើងបំលែងជា Word មែនតែ Word ហ្នឹងគឺជា Word ដែលប្រកបដោយកូដអញ្ចឹងកន្លែងនេះលោកគ្រូអ្នកគ្រូចាំបាច់បំផុតត្រូវតែបើកមុខងារ Canva នឹងចូលបាទចឹងខ្ញុំបើក Canva ហើយនៅកន្លែងមួយនេះគឺជាកន្លែងដែលយើងចង់ឲ្យ AI នឹងវារៀនយើងអាចបោះជាឯកសារលិខិតទម្រង់លិខិតអីផ្សេងៗឲ្យវាក៏បានដែរតែខ្ញុំគ្រាន់តែសាកល្បងនេះខ្ញុំមិនបាច់ចាំបោះចូលទេបើយើងចង់បោះយើងចុចសញ្ញាបូកហ្នឹងទៅដាក់ឯកសារវាអានបាទឧបមាតែច្បាប់ការងារដាក់អីចឹងទៅឬក៏អ្វីដែលតាក់ទងនឹងយើងគិតថាមានប្រយោជន៍យើងអាចដាក់ឲ្យវាអានចឹងទៅបាទបានប៉ុណ្ណឹងហើយខ្ញុំចាប់ផ្ដើមចុចប៊ូតុង Share ជាការស្រេចហើយលោកគ្រូអ្នកគ្រូអាចសួរបន្តបាននៅក្នុងចំណុចនេះបាទគ្រូកន្លែងបោះឯកសារឲ្យវាអានហ្នឹងយើងបោះជា file ដែលមានច្រើន page បានដូចជា file សភៅអី PDF ផសភៅអីបានគ្រូបាននៅកន្លែងហ្នឹងបើសិនជាលោកគ្រូអាចបង្កើនចេះបង្កើត Gym សម្រាប់ថ្នាក់ទីគីមីថ្នាក់ទី12ចឹងលោកគ្រូបោះឯកសារគីមីទី12ទាំងអស់ឲ្យវានៅក្នុងហ្នឹងទៅហើយថ្ងៃក្រោយលោកគ្រូមិនបាច់ចាំអីលោកគ្រូគ្រាន់តែសេនៅក្នុងនេះចូលបង្កើតមេរៀនគីមីមេរៀនទី2ចឹងទៅវាទៅអានឯកសារនឹងឲ្យឬក៏បង្កើតមេរៀនអីគេឈ្មោះយើងអាចទៅសេចំណងជើងមេរៀនទៅវាទៅស្វែងរកឯកសាររបស់យើងទាំងអស់យើងមកទៅសេកន្លែងនេះតាក់ទងនឹងបានលោកគ្រូតើតើអាកន្លែងដំបូងដែលយើងចាប់ផ្ដើមដំឡើងជីមសិនណាអាហ្នឹងយើងចាំបាច់តែដំឡើងអញ្ចឹងសិនឬក៏យ៉ាងម៉េចគ្រូអាកន្លែងលោកគ្រូដាក់ក្នុង Gemini មិញដើម្បីប្រហាត់ Gemini ឲ្យវាទៅសេប្រមតាក់ទងមួយជីមយើងមិញអាហ្នឹងចាប់ទៅធ្វើអញ្ចឹងឬក៏យើងចូលទៅតម្លើងនៅក្នុងapp ផុសជីមហ្នឹងហ្មងនឹងឲ្យយើងលោកគ្រូអាចចូលបំលែងនៅក្នុង Gym ក៏បានប៉ុន្តែយើងមិនងាយទៅសេទេលោកគ្រូដូចខ្ញុំប្រាប់អញ្ចឹងនេះយើងចូល instruction វាហ្នឹងគឺយើងមិនងាយទៅសេរៀបរាប់ទេវាចូលចាំមិនថាយើងត្រូវទៅសេប្រមនៅក្នុងGemini ដំបូងសិនដើម្បីឲ្យយើងបាន link ផុស Gym ហ្នឹងសិនបាទមានន័យថាលោកគ្រូមានឯកសារជាគំរូបោះនៅក្នុងហ្នឹងដើម្បីទទួលបាន instruction ឲ្យវារៀបចំឲ្យអញ្ចឹងណាឧទាហរណ៍ថាខ្ញុំមានវិញ្ញាសាបាក់ដុកមួយចុះវិញ្ញាសាគំរូខ្ញុំបោះនៅក្នុងអាធម្មតាហ្នឹងសិនខ្ញុំបោះហើយខ្ញុំប្រាប់វាថានេះគឺជាវិញ្ញាសាបាក់ដុកគណិតវិទ្យាសូមអ្នកសិក្សាវិញ្ញាសានេះទៅហើយដើម្បីបង្កើតជាគំរូ Gym សម្រាប់ខ្ញុំយកទៅប្រើប្រាស់នៅថ្ងៃក្រោយដោយមាន HTML បំលែងជា Word ជាអីចឹងទៅបាទអញ្ចឹងទៅវានឹងធ្វើទៅសេ Gym ឲ្យយើងបានយ៉ាងស្អាតបាទខ្ញុំតម្លើង Gym ត្មងព្រោះខ្ញុំអត់បានតម្លើងទៅអត់ជោគជ័យទេបាទហើយឧទាហរណ៍មួយទៀតបាទតែឧទាហរណ៍មួយទៀតថាខ្ញុំមានលិខិតមួយជាលិខិតបែបសិស្សសុំច្បាប់អីចឹងណាខ្ញុំឲ្យវាទៅសេអញ្ចឹងទៅក៏បានដែរឬក៏ផ្សេងទៀតណាឲ្យតែយើងមានទៅយើងបោះឲ្យវារៀននៅក្នុងអាធម្មតាហ្នឹងសិននៅពេលដែលយើងបោះឲ្យវារៀនបាទលោកគ្រូបាទសូមអត់ទៅសូមសួរបន្តិចទៀតតកតងជាមួយនឹងយើងតម្លើង Gym នៅពេលដែលយើងជជែកក្នុងAI ហ្នឹងឲ្យវាយកយើងឲ្យតម្លើង Gym យើងតម្លើងក្នុង tab ជាមួយគ្នាហ្នឹងហ្មងណាលោកគ្រូលោកគ្រូចូល tab ថ្មីលោកគ្រូបាទលោកគ្រូចូល tab ថ្មីយើងកុំចូល tab ចាស់ហើយយក tab ថ្មីទេលោកគ្រូយក Gym នឹងទៅបាទហើយចាំស្អែកយើងលំអិតថ្ងៃហ្នឹងគាត់លោកគ្រូចាំមើលវីដេអូពេលព្រឹកទៅយប់យើងរៀនបន្តទៀតបាទអញ្ចឹងតាក់ទងខ្ញុំតេស្តមិញសុំទោសខ្ញុំទៅតេស្ត Gym ដែលខ្ញុំផលិតមិញឥឡូវ Gym របស់ខ្ញុំគឺខ្ញុំចូលទៅ Gym ដែលយើងបានផលិតមិញគឺអ្នកជំនាញសរសេររដ្ឋបាលបាទអញ្ចឹងនេះវានឹងចេញឲ្យហើយរាល់ Gym ដែលយើងបង្កើតបានគឺវាទុកនៅក្នុង folder Gym នឹងទាំងអស់បាទដាក់បានច្រើន
អញ្ចឹងនៅក្នុងនេះគឺ visual ការងាររបស់ខ្ញុំហើយខ្ញុំអាចសរសេរអីតាមបន្តិចបានដែរខ្ញុំដាក់ឧបមាខ្ញុំសេប្រជុំសប្តាហ៍ក្រោយទៅបើយើងបញ្ជាក់ថ្ងៃខែហ្នឹងល្អសប្តាហ៍ក្រោយអំពីសិស្សអវត្តមានបាទយើងសរសេរខ្លីៗទេហើយវានឹងធ្វើឲ្យបានជាទម្រង់ស្អាតដោយទម្រង់ដែលយើងបានឃើញលើកមុនអញ្ចឹងនៅក្នុងនេះយើងអាចធ្វើកិច្ចតែងការតាមវិធីហ្នឹងក៏បានដែរបាទហើយដូចជាថ្ងៃមិញខ្ញុំបោះឲ្យវាធ្វើជា pizza test បាទកន្លែងនេះអត់ដល់សូធម្មតាធម្មតាលោកគ្រូបញ្ចូលឯកសារឲ្យវាអានខ្លះទៅដល់ pizza test បាទខ្ញុំបញ្ចូលជាមួយខ្ញុំសាកធ្វើ pizza test មួយសារទៀតឲ្យមើលហើយខ្ញុំចប់អានេះខ្ញុំចូល pizza test ហើយនឹងដាក់វិធីឲ្យវាអានឯកសារបាទអញ្ចឹងល្អជាង notebook ML ហ្នឹងដែរលំនាំតែបាទលំនាំដូចគ្នាដូចប៉ុន្តែអា notebook ML ហ្នឹងអាហ្នឹងវាចេះអាន link ចេះអានវីដេអូវាល្អអញ្ចឹងអាហ្នឹងឧបមាថាយើងមាន link website ណាមួយយើងគាត់បោះទៅវាសង្ខេប website ទាំងអស់មួយយ៉ាងដែរអាហ្នឹងnote ML បាទអញ្ចឹងនេះវាធ្វើឲ្យស្អាតបាទអត់ទៅលោកគ្រូបាទលោកគ្រូសម្រាប់ mail យើង free អញ្ចឹងបើយើងដាក់ HTML រហូតបានប្រហែលដងគឺមួយថ្ងៃខ្ញុំធ្លាប់តេស្តបានច្រើនកុំឲ្យលោកគ្រូច្រឡំយក Pro បាទច្រឡំយក Pro នេះបាន2ដងអស់ហើយប្រើឡៃកែហើយលោកគ្រូកុំយកមិនបាច់យក Pro ក៏បានដែរដោយសារយើងគ្រាន់តែប្រើជាលក្ខណៈលិខិតធម្មតាអញ្ចឹងមិនបាច់អីទេបើលោកគ្រូគណិតវិទ្យាអីអាហ្នឹងគាត់អត់មាន Pro គិតគណិតរៀង plot ស្នៀតបន្តិចលំហាត់ខ្លះបាទហើយអាហ្នឹងប៉ុណ្ណឹងតាក់ទងជីមហើយខ្ញុំអាចទៅធ្វើមួយទៀតខ្ញុំទៅធ្វើ pizza test ចុះព្រោះវាជាប្រធានបទក្តៅដែរដែលសាលាមួយទីគិតគេឲ្យរៀបចំហើយដូចអ្នកគ្រូហើយចក្រយាហ្នឹងគាត់គ្រូទេថ្នាក់ជាតិដែរគាត់នឹងទៅចុះទៅខាងណាអ្នកគ្រូខេត្តណាដែរខាង pizza test ណាគ្រូអត់ទេគ្រូទេថ្នាក់ជាតិអីគ្រូចេះថាអូខេមួយថ្ងៃដែរអ្នកគ្រូអត់ទេខាងគាត់ឲ្យជួយធ្វើកិច្ចតែងការសំណួរ pizza test ដែលមានច្បាប់ឯគ្រូសំណួរ pizza test ដែលឯកសារខ្ញុំបោះចូលហ្នឹងវាមានខ្មែរមានគណិតមានវិទ្យាសាស្ត្រចឹងទៅតែគេបែងចែកគ្នាឲ្យជួយធ្វើកិច្ចតែងការដើម្បីឲ្យត្រូវមកខ្លឹមសារហ្នឹងខ្ញុំហាត់សំណួរដែលគេធ្លាប់ចេញឆ្នាំមុនចឹងគ្រូដើម្បីឲ្យគោលបំណងឲ្យគ្រូអ្នកគ្រូនឹងចែកចាយលោកគ្រូអាចយកទៅប្រើបានហើយយកទៅបរៀនតាមកិច្ចតែងការហ្នឹងપણសំខាន់កុំឲ្យគ្រូនៅជនបទដែលគាត់អត់មានសម្ភារៈទំនើបអត់មានអីហ្នឹងប្រើអត់កើតធ្វើម៉េចឲ្យរបៀបថាសាមញ្ញចឹងគ្រូបាទឥឡូវខ្ញុំចូលទៅបង្កើតលំហាត់បែប pizza test ចុះអញ្ចឹងខ្ញុំចង់បង្កើតវានៅក្នុង Gym ហើយជំហានដដែលនេះអានេះដូចជារំលឹកចុះយើងចូលនៅក្នុង Gemini ទៅធម្មតាហ្នឹងហើយយើងដាក់យើងទៅសេប្រាប់វាដាក់ខ្ញុំចង់បង្កើតចុចខ្ញុំចង់ចំ keyboard ខ្ញុំវាយដូចពឹកបាត់ខ្ញុំចង់បង្កើតលំហាត់pizza test ភាសា pizza test គឺជាលំហាត់ដែលវាល្បីដែរចឹងយើងវាយទៅវានៅក្នុងហ្នឹងក៏វាស្គាល់ដែរpizza test ខ្ញុំសូមបញ្ជាក់មុខវិជ្ជាទេខ្ញុំយកគណិតវិទ្យាហើយលោកគ្រូអាចបង្កើតគីមីបង្កើតរូបអីក៏បានដែរខ្ញុំដាក់មុខវិជ្ជាគណិតវិទ្យាអញ្ចឹងគណិតវិទ្យានេះគោលដៅគណិតរូបគីមីគឺវាពិបាកតទៅនឹងសម័យកាលបាទបើយើងអត់មានពាក្យកលឹះទេវាអត់ចេញសម័យកាលឲ្យទេ
ចឹងកន្លែងនេះយើងចង់បានជា Word ជាសម័យកាលយើងត្រូវប្រើពាក្យ HTML បាទកន្លែងហ្នឹងគឺ complete ពាក្យ HTML ចឹងខ្ញុំដាក់ខ្ញុំចង់បានបង្កើតលំហាត់ភាសាតេស្តគណិតវិទ្យាដោយសរសេរជាកូដ HTML ដោយសរសេរជាកូដ HTML ហើយគណិតវិទ្យាភាសាគណិតវិទ្យាមួយទៀតគឺយើងចង់បានអក្សរ LaTeX បាទហ្នឹងសិតភាសាគណិតទេបាទហើយឲ្យវាទៅសេម៉ាត់មួយទៀតគេហៅម៉ាត់ចេកកន្លែងហ្នឹងវាសិតតាក់ទងគណិតទាំងអស់ហើយបើលោកគ្រូអ្នកគ្រូដែលខ្មែរយើងមិនបាច់ប្រើពាក្យហ្នឹងទេប្រើតែពាក្យ HTML ក៏វាចេញដែរហើយតទៀតខ្ញុំចង់ឲ្យវាចេញជាម៉ាត់ថៃបាទហើយបើលោកគ្រូចង់ចេញជា LaTeX យើងដាក់ជា LaTeX ចឹងទៅអញ្ចឹងខ្ញុំដាក់ចុងក្រោយមកត្រូវមានមុខងារទាញយកជា Word ជា file Word បាទហើយយើងបញ្ជាក់ម៉ាត់ថៃផងទៅអាហ្នឹងគឺវានឹងចេញឲ្យអញ្ចឹងលោកគ្រូអ្នកគ្រូដែលមិនមែនគណិតរូបគីមីប្រហែលជាឆ្ងល់ថាម៉ាត់ថៃជាអ្វីហើយអាហ្នឹងក៏ជាសម័យកាលកម្មវិធីវាយសម័យកាលគណិតដែរប៉ុណ្ណោះជា Word អូតូបាទអូតូបំលែងជាម៉ាត់ថៃសូមជួយរៀបចំម៉ាត់ថៃលោកប្រយោគធីលោកភ្លេចធីឯងបាទឥឡូវជាមួយខ្ញុំដាក់ចឹងក៏នេះដែរខ្ញុំនៅក្នុងនេះវាឆ្លាតយើងតែសេខ្មែរខុសមកបានពីបាទវាដឹងប៉ុណ្ណឹងដឹងបាទហ្វិចបន្ទួចឹងឲ្យដឹងនេះបាទតែបើខ្មែរអាចមិនដឹងដែរតែបើអង់គ្លេសច្បាស់ខ្មែរនៅតែដឹងហ្នឹងបាទខ្ញុំភ្លេចមកបន្តិចក៏ដឹងដែរសូមជួយរៀបចំឥឡូវវាឆ្លាតជាងមុនច្រើនណាស់គូសូមជួយរៀបចំដាក់បាទកន្លែងអ្នកប្រើច្រើនលោកអ្នកប្រើទៅវាយើងទៅថតទុករហូតគូក្បាលเลยបាទតែបាទអរគុណច្រើនហើយអានេះខ្ញុំទៅសេអញ្ចឹងណាអញ្ចឹងគោលដៅខ្ញុំចង់បានលំហាត់ភាសាតេស្តហើយខ្ញុំចង់ឲ្យវាបំលែងជា Word បើអត់មាន HTML ទេវាអត់បំលែងជា Word ឲ្យទេយើងពិបាក copy ដៃវាហត់ហើយកន្លែងនេះខ្ញុំប្រើពាក្យLaTeX ហើយប្រើពាក្យកញ្ចប់គណិតវិទ្យាហើយនឹងមួយទៀតយើងប្រើពាក្យប៊ូតុងទាញយកជា Word អូតូបំលែងជាម៉ាត់ថៃបាទហើយខ្ញុំចង់ឲ្យវាធ្វើនៅក្នុង Gym ដើម្បីកុំឲ្យយើងពិបាកសរសេរច្រើនដងហើយអញ្ចឹងទៅខ្ញុំចាប់ផ្ដើមចុចបញ្ជូនបាទហើយនៅក្នុងនេះការសរសេរព្រមយើង tool យើងមិនបាច់រើសយកអីទេណាយើងយកធម្មតាទៅហើយវានឹងសរសេរឲ្យឯងហើយលោកគ្រូចង់យកពាក្យ Canva ក៏បានដែរនៅក្នុងហ្នឹងដោយសារតែឯកសារភាសាតេស្តវាត្រូវការអានវាអានឯកសារយោងកន្លែងនេះយើងនឹងចេះដាក់ឯកសារយោងក្នុង Gym ហើយខ្ញុំសូមបញ្ចប់ត្រឹម Gym ហ្នឹងណាសូមយឺត10នាទីចុះហើយកុំគ្រូប្រហែលជាបញ្ញាប់ចូលសម្រាប់យប់ដែរបាទអញ្ចឹងវាឲ្យប៉ុណ្ណេះហើយយើងអានមើលតើវាអាចធ្វើទៅបានអត់ភាសាដូចវាធ្វើអត់ត្រូវទេកន្លែងនេះវាអត់មាន instruction ផងហើយចូលយើងប្រាប់វាទៀតព្រោះយើងត្រូវដឹងថានៅក្នុងការដាក់ក្នុង Gym វាត្រូវមានសរសេរ instruction ឲ្យយើងហើយកន្លែងនេះអត់មានទេអញ្ចឹងវាធ្វើអត់ត្រូវទេអញ្ចឹងវាចង់ឲ្យសរសេរឬ chatbot អីណាឆ្កយអញ្ចឹងទៅបាទឥឡូវខ្ញុំដាក់ទៀតសូមរៀបចំជា instruction ដាក់ក្នុង Gym
ក្នុង លោកគ្រូកន្លែងនេះយើងដាក់រត់ថ្នាក់អញ្ចឹងអត់អីណាលោកគ្រូគណិតវិទ្យាថ្នាក់ណាអត់អីទេគ្រូ យើងអត់តន់ដាក់ឯងចាំឲ្យចូលជីមបានយើងដាក់បាទនៅក្នុងនេះខ្ញុំចង់ឲ្យវាធ្វើទូទៅសិនណាចឹងនៅក្នុងនេះខ្ញុំដោយសារតែសរសេរទៅវាអត់នេះយើងចាប់ផ្ដើមដេញវាតទៀតដាក់សូមរៀបចំ instruction ដាក់ក្នុងជីមក្នុងនាមជាអ្នកឯកទេសក្នុងនាមជាអ្នកឯកទេសគណិតវិទ្យានិងជាអ្នកសរសេរកូដដល់ជំនាញនិងជាគ្រូប្រឹក្សាគរុកសលអញ្ចឹងណាព្រោះតកតើអាហ្នឹងក៏វាត្រូវការមានគរុកសលច្រើនគរុកោសលនៅក្នុងហ្នឹងគ្រាន់តែយើងតាំងមុខងារជីមនឹងឲ្យវាប្រមូលតកតើនឹងពាក្យសម្ដីរបស់យើងនេះហើយមើលឲ្យវាចេញសិនបើសិនជាវាអត់ចេញដូចអ្វីដែលយើងចង់បាននេះយើងនៅតែតាមសួរវារកពាក្យកលឹះសួរតដល់វាចេញ instruction នឹងឲ្យអានឹងបានជោគជ័យដូចនៅខាងលើនេះខ្ញុំដឹងថាវាអត់ត្រូវដោយសារអត់មានពាក្យ instruction នេះទេអញ្ចឹងប្រហែលជាវាធ្វើ plot បណ្ណាមួយបាទនេះគឺទៅនេះអញ្ចឹងវាឲ្យ instruction មកយើងហើយនេះអញ្ចឹងបាទហើយយើង copy វាយកទៅដាក់អញ្ចឹងអ្វីដែលយើង copy យើងអាននេះផងប្រយ័ត្នកុំឲ្យ copy ខ្វះនិង copy លើអញ្ចឹងថាតម្រងនេះគឺតម្រងដែលវាទៅចេញមកអញ្ចឹងខ្ញុំដាក់តាម instruction ហ្នឹងបាទហើយយកវាទៅដាក់នៅក្នុង gym បាទអញ្ចឹងខ្ញុំអត់លំអិតថែមទេកន្លែងនេះយើងចូលដដែលទេអញ្ចឹងខ្ញុំចូលលឿនបន្តិចបាទខ្ញុំចូលកន្លែង gym ហើយយើងនឹងទៅកំណត់ឈ្មោះមកដូចជា gym នេះ gym ចាស់មក new gym អូជីមបង្កើតបានច្រើនគ្រូតាមផ្នែកវាបាទបានច្រើនតែខ្ញុំអានេះមិនវាទាគេអាស័ព្ទអីណាច្រើនមកមុំកន្លែងហ្នឹងយកកន្លែង my gym ណាតែពីមួយម៉ាញ់ចេញមិញហ្នឹងមិនមែន my gym ចុចខ្ញុំចុចខុសហ៎អូនេះចុចដូចជាអត់បានចុចអីនេះ gym ហ្នឹងអានេះ my gym នេះមិនបានវាទៅដល់វិញចុចតិចដោយសារប្រាយច្រើនតិចដឹងហើយបើក tab ថ្មីហ្មងបើក tab ថ្មីមើលអត់ប្រហែលជាប្រើច្រើនពេកដឹងហើយខ្ញុំអត់ដើរប្រើអស់ហ្នឹងមើលជីវិតណាអត់ប្រើអស់ថ្ងៃហ្នឹងប្រើដូចទៅចេញអញ្ចឹងឥឡូវយើងចូល tab ថ្មីបើឲ្យចូលជីមនឹងដដែលតែមើលវាចេញមិនទៀតអូនៅខាងក្រោមនេះយើងចូលជីមរបស់គេអញ្ចឹងមិនឆ្ងល់អូឈ្មោះខាងក្រោមនេះ my gym បាទចូល my gym ហើយនៅក្នុងនេះយើងដាក់ឈ្មោះដដែលទេយើងដាក់ឈ្មោះនេះខ្ញុំដាក់ម៉ាស៊ីនយើងទៅសេក៏បានម៉ាស៊ីនបង្កើតវិញ្ញាសាស្រ័យយើង copy អត្ថផលយើងបានមកសិនដាក់ក្នុងនឹងគ្រូក៏មិនបាទលោកគ្រូ copy ចូល copy មកបើក្នុង gym copy យកមកដាក់ gym គ្រូកន្លែងនេះខ្ញុំទៅសេឈ្មោះហើយលោកគ្រូទៅបានឯកសារដែលយើងធ្វើនៅក្នុងខាងក្រៅមិញនេះធ្វើខាងក្រៅយើងបើក tab ឲ្យច្រើនណាហើយយើង copy អាហ្នឹងមកយកវាទៅដាក់នៅក្នុង gym ដែលយើងបង្កើតនេះនៅក្នុងនេះដដែលទេយើងធ្វើបាន2ដងកន្លែងនេះឈ្មោះដាក់ថាម៉េចក៏បានសម្រាប់យើងចំណាំវាអត់បញ្ហាទេហើយdescription ក៏ដូចគ្នាដែរដាក់ក៏បានអត់ក៏បានហើយនៅក្នុង instruction នេះអានេះសំខាន់ត្រូវតែដាក់បាទអញ្ចឹងខ្ញុំ copy វាចូលហើយកន្លែងនេះដោយសារតែឯកសារហ្នឹងវាមានស្តង់ដារវាច្បាស់លាស់ខ្ញុំទៅយកឯកសារយកមួយដើម្បីដាក់កន្លែងបូកនេះអញ្ចឹងខ្ញុំទៅចូល Telegram បន្តិចចូល Telegram ដែលគ្រូចាក់យ៉ាដាក់ឲ្យ
tao nâng pizza trong nhóm họ pizza bây giờ thực cách tay cái nhưng giờ pizza nâng châu là nè pizza chứ làនេះគឺជាគំរូរបស់ក្រសួងអប់រំបាទតើនឹង pizza ទេហើយយើងយកឯកសារហ្នឹងបោះដើម្បីឲ្យជាចំណេះដឹងរបស់ AI យើងបាទបើឯកសារនឹងច្រើនវាកាន់តែឆ្លាតទៀតប៉ុន្តែឲ្យត្រូវប្រធានបទបើលោកគ្រូដាក់អត់ទៅប្រធានបទទេអាហ្នឹងវាអាចវាគិតច្រើនពេកអញ្ចឹងអាចនឹងខុសវិញបើហើយមុខងារជីមនេះវាអត់ទាន់សាហាវទេអាមុខងាររបស់ AI ជិតយល់ទេអានេះវានៅអត់ស្នៀតខ្លះទេហើយនៅថ្ងៃទី3យើងនឹងចាប់ផ្ដើមឲ្យវាធ្វើខ្លាំងជាងនឹងទៀតយើងប្រើនៅក្នុង AI ជិតយល់វាខ្លាំងជាងអានេះគ្រាន់តែជាបែបបង្គោលតែប៉ុណ្ណោះបើហើយលោកគ្រូមានចង្អល់អីដែរអាចសួរបានថាលោកគ្រូបាទអត់អីទេលោកគ្រូថ្ងៃនេះប៉ុណ្ណេះអាចចែកបាន លោកគ្រូសុំឡើងឡើងបាទលោកគ្រូ instruction ហ្នឹងយើងអត់ប្រវត្តិខ្វល់ទៅសេទេលោកគ្រូទៅដាក់តែងវានៅខាងក្រៅដូចមិញដដែលទេណាយើង copy ដដែលទេយើងដោយសារយើងមើលទៅដើម្បីឲ្យវាល្អយើងមើល instruction ហ្នឹងផងអានេះដោយសារខ្ញុំរៀនបែបលឿនខ្ញុំអត់បានអានអត់បានកែវាទេ instruction ហ្នឹងបើវាសរសេរអត់ត្រូវទេយើងអាចជួយវាឲ្យត្រូវដែរបាទអញ្ចឹង instruction ហើយអ្វីដែល complete tool ត្រូវយកពាក្យ Canva ដោយសារយើងចង់បានជា Word បើឲ្យដាក់ឯកសារយោងចុងក្រោយចុច Save បាទកន្លែង tick នេះខ្ញុំចង់បញ្ជាក់ដែរយើងអាច tick ក៏បានដែរតើតើការ tick នៅពេលដែលវាឆ្លើយវានឹងដាក់លេខ1លេខ2លេខ3ដូចឲ្យយើងអានសភៅដែលមានស្តង់ដាណាវាឲ្យយើងថាយោងនឹងទំព័រទីប្រមាណអញ្ចឹងទៅបាទចុះឥឡូវយើងបានម៉ាស៊ីននឹងមួយយើងអត់តន់នឹងតែជោគជ័យទេយើងសាកតេស្តវាបន្តិចសិនហើយម៉ាស៊ីនខ្ញុំតាំងវាជាអ្នកឯកទេសគណិតវិទ្យាអញ្ចឹងបើខ្ញុំឲ្យធ្វើខ្មែរប្រហែលជាវាធ្វើអត់ល្អទេចឹងខ្ញុំដាក់ឲ្យវាបង្កើតលំហាត់គណិតវិទ្យាថ្នាក់ទី11មេរៀនឲ្យវាផ្ដោតមេរៀនកន្លែងហ្នឹងបើយើងអាច copy លំហាត់ឲ្យក៏វាចេះធ្វើដែរឲ្យផ្ដោតលើដាក់មេរៀន limit derivative ឥឡូវដាក់12ហ្នឹងចុះបាទអញ្ចឹងខ្ញុំចង់បាន10បាទអញ្ចឹងចំនួន10លំហាត់ឬក៏5លំហាត់សិនក៏បានកុំឲ្យវាចំណាយពេលយូរបាទអញ្ចឹងយើងតេស្តវាសិនឲ្យខ្ញុំភ្លេចបើក Pro មកឥឡូវចង់ដឹងថា fast នឹងវាចេញអត់កន្លែងនេះបើសិនជាគណិតវិទ្យាយើងគួរតែប្រើ Pro វាល្អជាងវាគិតអត់ងាយ plot ទេហើយនៅក្នុងនេះខ្ញុំយកមុខងារ fast នេះទៅយើងទាមទារយើងអង្គុយមើលបានច្រើនតិចព្រោះfast វាគិតលឿនអញ្ចឹងវាអាច process ច្រើនអត់ទោះលោកគ្រូសុំសួរបន្តិចទៀតឧទាហរណ៍ថា Gmail យើងធម្មតាហើយមួយថ្ងៃយើងប្រើ Pro បានម្ដងឬក៏2ដងហើយដល់បន្តពីប្រើហើយវាដាច់ Gmail យើងឬក៏ថ្ងៃក្រោយឡើងវាឲ្យយើងប្រើម្ដង2ដងរហូតដល់មិនលោកគ្រូណាដូចជា24ម៉ោងឬក៏ប្រហែលម៉ោងខ្ញុំអត់ច្បាស់ទេព្រោះវានឹងឲ្យមួយសារទៀតណាវាមានម៉ោងកំណត់វាអញ្ចឹងណាលោកគ្រូបាទនេះអញ្ចឹងវាចាប់ផ្ដើមចេញនេះវាដាក់ PISA test ថ្នាក់ទី11បាទរយៈពេល60នាទីអញ្ចឹងPISA test វាសិតជាប្រភេទចំណោទទេនេះអញ្ចឹងវាចេញឲ្យត្រូវហើយបាទនេះតកតង Derivative បាទតកតងនិយាយរួមតកតងនឹងចំណោទទាំងអស់តកតងហៅថា PISA ហើយយើងមើលបើថាអាណាកន្លែងណាមិនត្រូវយើងលុបចេញអញ្ចឹងទៅឧមាយើងបង្កើតជាក់ស្ដែងយើងដាក់20លំហាត់អញ្ចឹងទៅហើយចាប់លុបចោលតាមក្រោយនៅក្នុងនេះវាឲ្យទាញយកនេះឯកសារជា Word នៅខាងក្រោមបាទហើយខ្ញុំសាកទាញសិននេះវាចេញខាងលើចឹងថ្ងៃនេះយើងបានចប់ជីមហើយចាំមើលស្អែកលោកគ្រូអាចអនុវត្ត1ម៉ោង2ម៉ោងទៅចាំល្ងាចយើងអាចជជែកគ្នាតាក់ទងនៅអ្វីដែលឆ្ងល់បានហើយ
ថ្ងៃទី3យើងនឹងរៀនអាខ្លាំងជាងនឹងបន្តិចគឺ Google AI លោកគ្រូ Studio ខ្ញុំដូចអត់ទាន់ឡើង team ឡើងអីហ្នឹងទេលោកគ្រូ អត់អីលោកគ្រូខ្ញុំបានថតវីដេអូដែរហើយលោកគ្រូចាំដល់ហ្នឹងគ្រូបើកវីដេអូមើលតិចទៅស្អែកចាំគ្រូឆ្ងល់តាក់ទងនឹងបានគ្រូណា បាទហើយ65លោកគ្រូ ព្រឹកឡើងលោកគ្រូបង្កើតតម្លាក់វីដេអូលោកគ្រូ អត់ទេខ្ញុំតម្លាក់យប់ហ្នឹងឲ្យហើយបាទអរគុណ Word របស់ខ្ញុំ365លោកគ្រូ តែខ្ញុំមើលខ្លាចថា365ហើយ 365អានេះអីគេលោកគ្រូ365នេះមិន ឈ្មោះវាតាហ្នឹង Microsoft Word 2021 24 2019អញ្ចឹងទៅនេះ365បាទឈ្មោះវាទេលោកគ្រូហើយ លោកគ្រូសុំសួរតិចទៀតតើតើមកវាយើងទេ file Word អញ្ចឹងអាដូចជារូបមន្តគណិតវិទ្យាអញ្ចឹងវាវាយនៅក្នុងអីគេហ្នឹងដល់ពេលយើងចង់កែវាលោតទៅអីវិញហ្នឹង អានេះមិញខ្ញុំកំណត់ឲ្យវាវាយមាត់ថាយតែវាចេញ equation ធម្មតាហើយតែបើសិនជាលោកគ្រូនេះលោកគ្រូចេញកែបានណាវាចូល equation មកលេខ100ខ្ញុំវាយបានធម្មតាទេប៉ុន្តែបើយើងចង់បានមាត់ថាយយើងព្យាយាមប្រាប់វាម្ដងពីរដងទៀតចឹងណាហើយវានឹងចេញឲ្យមាត់ថាយប៉ុន្តែបើវាមួយយ៉ាងពេលខ្លះចឹងដោយសារមិញខ្ញុំប្រើងារហ្វាស់អត់យក Pro បើ Pro វាអត់សូវផ្លាត់ទេបើហ្វាស់ជួនកាលទាមាត់ថាយបានអា Word ធម្មតាចឹងទៅហើយហ្នឹងហើយលោកគ្រូមានតែប៉ុណ្្នឹងទេហើយចាំតើរៀនសាកទៅអាហ្នឹងបានជួបបើតើអត់តបានសាកទេយើងពិបាកនឹងជួបប្រទះបន្តិចហើយចាំខ្ញុំតម្លាក់វីដេអូយប់ហ្នឹងហើយអាចលោកគ្រូអាចឆ្លៀត1ម៉ោង2ម៉ោងទៅចាំពេលល្ងាចយើងឆ្ងល់ហើយអាចសួរបន្តទៀតបានណាហើយហ្នឹងយើងអាចប៉ុណ្ណឹងចុះលោកគ្រូអ្នកគ្រូមានចម្ងល់ចាំសួរតាម Telegram ស្អែកខ្ញុំដោះស្រាយជូនណាលោកគ្រូ បាទអរគុណលោកគ្រូ បាទអរគុណលោកគ្រូជំរាបលាលោកគ្រូ បាទសូមអរគុណលោកគ្រូ អរគុណច្រើនបាទលោកគ្រូសុខសប្បាយលោកគ្រូ បាទតាមគ្រូតម្លាក់វីដេអូលោកគ្រូខ្លះគាត់រៀនចូលម៉ោង1វិញមិនគ្រូទុកគាត់ខ្ញុំអត់អីទេខ្ញុំតម្លាក់ចោលខ្ញុំចូលគេខ្ញុំសួរបានឥឡូវ គ្រូជាស្រ័យគ្រូអាចសួរមួយតកតងដូចជាក្រៅមេរៀនតែវាតកតងទៅនឹងការស្នើសុំ Gemini Pro ណាលោកគ្រូដោយសារតែយើងប្រើប្រាស់ domain របស់ក្រសួងហ្នឹង website email របស់ក្រសួងហ្នឹងតើការស្នើសុំហ្នឹងយើងស្នើសុំវិធីសាស្ត្រការស្នើសុំហ្នឹងវាមិនដែរលោកគ្រូអាចជួយចែកម្លែកបន្តិចបានបាទបាទលោកគ្រូរក្សាអញ្ចឹងអានឹងអត់ស្នើទេយើងគ្រាន់តែ log account នេះបានអូតូតែម្ដងថាលោកគ្រូចូលនៅក្នុង email របស់ក្រសួងចូលទៅវាឃើញអូតូហើយវិធីដែលមើលគេមើលមិនបានដឹងជាមួយខ្ញុំមើល account ធម្មតារបស់ខ្ញុំ ឈ្មោះលោកគ្រូពេជ្រ HS ដូចជា Gmail ក្រសួងឈ្មោះលោកគ្រូរក្សា បោះគាត់ Gmail ក្រសួងស្រាប់ហើយប៉ុន្តែគាត់ប្រហែលជានៅប្រើហ្នឹងក៏អត់បានចាប់អារម្មណ៍នៅក្នុងនេះ email ធម្មតានេះអត់បានចាប់អារម្មណ៍បាទនេះយើងមើល email ធម្មតាវាមានពាក្យខាងក្រោមគេដាក់ upgrade មានន័យថាគេចង់ឲ្យយើងបង់លុយណាហើយបើសិនជាបោះលោកគ្រូរក្សានេះដូចរបស់ខ្ញុំនេះអានេះ email ក្រសួងអញ្ចឹងយើងចូលនៅក្នុងនេះវាអត់មានពាក្យ upgrade ទេហើយលោកគ្រូអាចប្រើមុខងារ Pro មកស្រឡាញ់អត់នេះទេកុំឲ្យយើងព្យួរញាប់ពេកយើងឯងដក clear បន្តិចទៅអាចសួរបានច្រើនអញ្ចឹងនៅពេលដែលយើងយកមុខនេះអាកន្លែងហ្នឹងទៅវាអត់មានកន្លែង upgrade ទេណាលោកគ្រូរក្សាកន្លែងនេះ អូខេមានតែ Pro ចាប់អារម្មណ៍ថាខ្លួនឯងមាន account Pro អរគុណបាទហើយយកចាប់អារម្មណ៍យើងប្រើតែមុខងារប៉ះហើយយើងមានអា Pro សោះហើយដល់ពេលក្រសួងគេដាក់ឈ្មោះយើង direct គេដាក់ HS ទៅជាឡាយយើងក្រោយបាទវាឲ្យ direct ទេហើយអញ្ចឹងបានថាកំហុសឆ្គងយើងបន្តិចទេតែទៅអា Canva តែទៅ Pro យើងអត់បានកំណត់វាអញ្ចឹងទេយើងធ្វើអត់ល្អហើយយើងចេះឆ្ងល់គេធ្វើបានល្អហេតុអីគេយើងធ្វើអត់ល្អអញ្ចឹងទៅបាទអាហ្នឹងមានប៉ុណ្ណឹងហើយអត់អីទេចាំស្អែកយើងលំអិតបានបន្តិចទៀតអាហ្នឹងលោកគ្រូអាចសម្រាប់បាននៅយប់ដែរហើយខ្ញុំស្គប់